ទាំងអស់គ្នា Welcome to BTIS Podcast episode ទី3ហើយថ្ងៃនេះដែរយើងនឹងមានប្រធានបទមួយដែលនឹងលើកឡើងអំពីជីវិតជាអ្នកប្រកួតជជែកដេញដោលជាស្ដីនៅក្នុង episode ទី3នៅក្នុងកម្មវិធី BTIS Podcast ក្នុង episode ទី3នេះយើងក៏បានការអញ្ជើញចូលរួមពីអតីតជលភីរបស់កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិរដូវកាលទី5ឆ្នាំ2024ហើយពួកគាត់ទាំង5រូបនឹងចូលមកក្នុងកម្មវិធីនៅក្នុងថ្ងៃនេះដើម្បីចែករំលែកអំពីបទពិសោធន៍ជូនចំពោះបងប្អូនទាំងអស់គ្នាដូច្នេះសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំង5រូបជំរាបសួរសុខសប្បាយទាំងអស់គ្នាសុខសប្បាយអរគុណអញ្ចឹងអនុញ្ញាតណែនាំខ្លួនទៅកាន់ទស្សនិកជនចាប់ពីគឹមហុងដែរអូនបាទជំរាបសួរបងក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះគីគឹមហុងជំរាបសួរបងជំរាបសួរជាពិសេសសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំព្រៀបណារីជំរាបសួរបងហើយក៏សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំសុមេចិនម៉ាយ៉ាលីនជំរាបសួរបងហើយក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឆៃសេនីបាទជំរាបសួរបងហើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឌឿនទេប្រយុទ្ធអរគុណគ្នាយើងហើយស្វាគមន៍ជាថ្មីមកកាន់ BTIS Podcast ហើយអ្នកទាំង5រូបតាមដែលបងធ្លាប់ដឹងពីមុនមកឥឡូវនេះជាម្ចាស់ JLP កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ2024ប៉ុន្តែមិនត្រឹមតែប៉ុណ្្នឹងទេទាំងអស់គ្នាក៏មុននឹងឈានទៅដល់កម្មវិធីថ្នាក់ជាតិទាំងអស់គ្នាសុទ្ធតែជាជើងខ្លាំងរបស់សាលា BT អន្តរជាតិដែលធ្លាប់ជាអតីត JLP របស់សាលាផងដែរទើបអាចឈានទៅដល់កម្រិតថ្នាក់ជាតិបងចង់ដឹងថាមូលហេតុចម្បងសិនមុនតែគ្នាយើងឈានទៅដល់ដំណាក់កាលការប្រកួតថ្នាក់ជាតិតែគ្នាយើងបានឆ្លងកាត់កម្រិតថ្នាក់កម្រិតសាលាឬក៏ទឹកចិត្តបែបណាដែលជំរុញឲ្យគ្នាយើងខ្លាចទៅជាអ្នកជជែកដេញដោលហើយដាក់ពាក្យប្រឡងតាមកម្រិតសាខារហូតឈានទៅដល់កម្រិតថ្នាក់ជាតិតើអូនផ្ដើមចេញពីគឹមហុងតែម្ដងបាទបងចំពោះខ្ញុំដំបូងគឺខ្ញុំអាសាចូលមើលវីដេអូដែលតជាមួយនឹងកម្មវិធីជជែកដេញដោលហ្នឹងបាទមើលសាច់ច្បងគាត់និយាយអញ្ចឹងនៅពេលដែលពួកគាត់និយាយទៅខ្ញុំគិតថាវាល្អហើយក៏ចាប់អារម្មណ៍ទៅលើកម្មវិធីហ្នឹងដែរហើយក៏មានអារម្មណ៍ថាចង់ឆាតទៅសួរសាច់ច្បងអញ្ចឹងពីបទពិសោធន៍ដែលគាត់បានចូលរួមក្នុងកម្មវិធីហ្នឹងអញ្ចឹងខ្ញុំក៏បានឆាតទៅសួរសាច់ច្បងអញ្ចឹងនៅពេលដែលគាត់តមកវិញលក្ខណៈថាវាធ្វើឲ្យខ្ញុំនឹងចាប់អារម្មណ៍កាន់តែខ្លាំងហើយក៏ចង់ដឹងកាន់តែជ្រៅដល់ចំពោះកម្មវិធីហ្នឹងថាវាទទួលបទពិសោធន៍ឬក៏ចំណេះដឹងអីខ្លះសម្រាប់យើងបាទអញ្ចឹងខ្ញុំក៏ធ្លាប់ប្រាប់គាត់ដែរថាចាប្រសិនបើខ្ញុំបានចូលខ្ញុំនឹងធ្លាប់និយាយពាក្យថាស្នងគាត់ឲ្យជោគជ័យហ្នឹងហើយអញ្ចឹងតទៅពេលខាងស្អែកឡើងយុសាលាគាត់បានមកសួរនាំពីកម្មវិធីហ្នឹងហើយខ្ញុំធ្លាប់តឹមប្រាប់គាត់ដែរអំពីប្រាប់សិស្សច្បងអំពីកម្មវិធីហ្នឹងដែលថាខ្ញុំចង់ចូលរួមហើយពេលហ្នឹងនៅពេលហ្នឹងពួកខ្ញុំកំពុងតែកត់មេរៀនសុកទេអញ្ចឹងទៅក៏យុសាលាក៏ដូចយុ CD ក៏ទាំង DK ទាំង CD គាត់បានចូលមកសួរព័ត៌មានថាគេចង់ចូលរួមកម្មវិធីហ្នឹងអត់ហើយពេលហ្នឹងមិត្តភ័ក្ដិខ្ញុំគាត់ឡើងចង់ចូលមុនគេហើយខ្ញុំធ្វើអត់តន់ហ៊ានទេពីព្រោះហ្នឹងហើយលាក់សិនកំពុងតែកត់មេរៀនអញ្ចឹងតទៅពេលកត់ចោះកត់ឡើងគាត់ដើរមកមើលសភៅខ្ញុំគាត់ឃើញអក្សរយើងវារៀងអែមដែរហ្នឹងហើយអញ្ចឹងទៅក៏គាត់បានហៅខ្ញុំឲ្យចូលកម្មវិធីហ្នឹងហើយអញ្ចឹងទៅក៏ខ្ញុំគាត់ថាហ្នឹងហើយខ្ញុំក៏សុំគាត់ចោះឈ្មោះចូលកម្មវិធីហ្នឹងអូខេអញ្ចឹងកាលហ្នឹងកម្រិតសាខាទេបាទកម្រិតសាខាអញ្ចឹងក៏បានហៅមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតឲ្យគាត់ចូលរួមមួយដែរគឺណារីអូរៀនថ្នាក់ជាមួយគ្នាអញ្ចឹងនៅពេលដែលពួកខ្ញុំលក្ខណៈថាដឹងពីកម្មវិធីហ្នឹងហើយក៏បានចាប់ឆ្នោតចូលទៅប្រកួតអញ្ចឹងនៅពេលហ្នឹងហើយដែលកត្តាដែលជំរុញខ្ញុំគឺយុវសាលាដោយសារតែមុននឹងចាប់ដើមចូលរួមប្រកួតហ្នឹងគឺខ្ញុំអត់មានភាពក្លាហានក្នុងការប្រាប់គាត់ទេថាខ្ញុំចង់ចូលហ្នឹងហើយខ្ញុំចូលចិត្តស្ងាត់នៅស្ងៀមស្ងាត់ហើយចូលចិត្តរៀនអីចឹងទៅអញ្ចឹងនៅពេលដែលយុវសាលាគាត់បានណែនាំអីពីកម្មវិធីលក្ខន្តិកៈអីហ្នឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំក៏ចាប់អារម្មណ៍ទៅលើហ្នឹងខ្លាំងដែរអញ្ចឹងក៏បានដាក់ពាក្យចូលទៅប្រកួតបាទអញ្ចឹងនៅពេលដែលចាប់ផ្ដើមចូលនឹងមានការចាប់ឆ្នោតឬមួយខាងស្របមួយខាងបដិសេធបាទដំបូងណារីគាត់ចាប់បានបដិសេធហើយខ្ញុំចាប់បានស្របណារីយ៉ាលីនគាត់ក្រុមមួយគ្នាបាទហើយខ្ញុំស្របតែឯងចឹងទៅអញ្ចឹងពេលហ្នឹងពួកយើងថានឹងចាប់បានក្រុមមួយគ្នាបាទប៉ុន្តែមានណាចាប់បានគូផ្សេងគ្នាហើយពេលហ្នឹងក៏រៀងអន់ចិត្តដែរប៉ុន្តែដល់ពេលខ្ញុំនិយាយថាអត់អីយើងខំទាំងអស់គ្នាគង់តែបានជួបគ្នាហើយចឹងទៅតពេលខិតខំចុះឡើងក៏បានជួបគ្នាទាំង3នាក់ហ្នឹងបាទរួមក្រុមនៅពេលកម្មវិធីថ្នាក់ជាតិវិញបាទហ្នឹងហើយ
ចំពោះថ្នាក់សាលាគឺ3អ្នកខ្ញុំ អូ បាទ អញ្ចឹងបានថាតាំងពីថ្នាក់សាលារហូតមកដល់កម្រិត BLT រហូតដល់ថ្នាក់ជាតិ3អ្នកយើងនៅតែជាសមាជិកក្រុមមួយគ្នា តាមពិតទៅ3អ្នកគាត់នេះយ៉ាលីនណារីហើយជាមួយនឹងគីមហុងហ្នឹងគាត់ B5 ដូចគ្នា team B5 ដូចគ្នា សាខាដូចគ្នា មានតែពេលអ្នកនេះហើយគាត់សាខាផ្សេងៗគ្នាក៏ប៉ុន្តែនៅពេលដែលចូលរួមប្រកួតថ្នាក់ជាតិចូលរួមជាមួយគ្នាតែម្ដង អូខេអញ្ចឹងបងស្ដាប់ចម្លើយរបស់គីមហុងផ្សារភ្ជាប់ទៅនឹងចម្លើយពីរអ្នកនោះហើយ ហ្នឹងហើយដោយសារតែសាខាមួយគ្នាហើយនិយាយទៅតាមដែលដឹងគឺនៅពេលដែលប្រកួតនៅក្នុងសាខាផ្ទាល់ពួកគាត់ប្រកួតប៉ះគ្នាទៀត បាទ ឃើញអត់ពីរាយុទ្ធជាមួយនឹងស្រីនាងគាត់ប៉ះគ្នាហើយដល់ពេលវគ្គផ្ដាច់ព្រាត់ទៅប៉ះជាមួយនឹង3អ្នកនោះ ដល់ចុងក្រោយនេះតែមកជួបគ្នាដដែលអញ្ចឹងឥឡូវបងស្ដាប់រឿងរបស់គីមហុងហើយផ្សារភ្ជាប់ទៅនឹងណារីជាមួយនឹងយ៉ាលីនហើយអញ្ចឹងបងម្លងពីអ្នកហ្នឹងសិនព្រោះទៅសេនាងវិញអូខេសេនាងចុះសម្រាប់អូនវិញពីមូលហេតុដំបូងដែលជាកម្លាំងចិត្តសម្រាប់ខ្លួនឯងក្នុងការចូលរួមប្រកួតតាំងពីកម្រិតសាខារហូតដល់កម្ពុជាថ្នាក់ជាតិដើមចំអីដំបូងដែលជំរុញសេនាងចូលរួមប្រកួតអូន ចាបងសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំចូលចិត្តនិយាយតាំងពីក្មេងបានថាខ្ញុំបកកែដូចថាដងនៅខាងការនិយាយជាសាធារណៈហ្នឹងហើយខ្ញុំក៏ធ្លាប់ចូលប្រកួតនិយាយជាសាធារណៈបោះសាលា BLT របស់យើងតាំងពីថ្នាក់ទី6ថ្នាក់ទី9ហើយដល់ពេលទទួលបានភាពជោគជ័យអញ្ចឹងទៅក៏បានឃើញវីដេអូបងប្រកួតថ្នាក់ជាតិតាំងពី season 1មកហើយខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹងកម្មវិធីហ្នឹងហើយអាសាមើលពួកគាត់និយាយរហូតហើយតាំងពីពេលដែលបងសាលា BLT របស់យើងបានចូលរួមក្នុងការជជែកដេញដោលថ្នាក់ជាតិហ្នឹងខ្ញុំក៏កាន់តែចាប់អារម្មណ៍ជាមួយនឹងកម្មវិធីហ្នឹងហើយក៏គិតថាថ្ងៃណាមួយខ្លួនឯងអាចនឹងទទួលបានឱកាសមួយសម្រាប់តំណាងឲ្យសាលាទៅប្រកួតដូចគ្នាហើយខ្ញុំក៏ចាប់ផ្ដើមប្រកួតនៅក្នុងសាលាបានថាប្រកួតdebate នៅក្នុងសាលាថ្នាក់ទី10ហ្នឹងហើយទទួលបានជ័យលេខ2លេខ3ហើយក៏មានឱកាសដើម្បីតំណាងសាលាយើងទៅប្រកួតជជែកថ្នាក់ជាតិហ្នឹងហើយ អញ្ចឹងបានថាដើមដំបូងគឺចេញពីដឹងថាខ្លួនឯងមានដងទៅលើជំនាញហ្នឹងខុសពីគីមហុងដែលគីមហុងដំបូងគាត់ថាពីកំណើតរបស់គាត់គាត់អត់ចាប់អារម្មណ៍នឹងជំនាញហ្នឹងទេប៉ុន្តែដល់ទៅពេលគាត់ឃើញកម្មវិធីជាបន្តក៏ជំរុញចិត្តគាត់ឲ្យចូលចិត្តកម្មវិធីហ្នឹងអូខេចុះរាយុទ្ធអូន បាទបងសម្រាប់ខ្ញុំគឺស្តៀងនឹងសេនាងដែរខ្ញុំធ្លាប់ចូលរួមក្នុងកម្មវិធីជជែកនិយាយជាសាធារណៈតាំងពីថ្នាក់ទី6ហើយប្រកួតមួយគាត់តាំងពីថ្នាក់ទី9ដល់មកទី10ប្រកួតមួយគាត់ទៀតនិយាយទៅអញនិយាយបានថាពួកយើងធ្លាប់មានបទពិសោធន៍ទាក់ទងមួយនឹងការនិយាយហើយកម្មវិធីជជែកដេញដោលហ្នឹងសាលា BLT ក៏បានរៀបចំកម្មវិធីហ្នឹងមកតាមឆ្នាំរបស់ខ្ញុំដូចជាឆ្នាំទី2ហើយអញ្ចឹងឃើញវីដេអូក៏ដូចជាបទពិសោធន៍របស់បងឆ្នាំមុនអញ្ចឹងក៏ជំរុញឲ្យខ្ញុំចង់ចូលរួមក្នុងកម្មវិធីហ្នឹងថែមទៀតពួកអីធ្លាប់មានបទពិសោធន៍កម្មវិធីមុនចង់មកហ្វឹកហាត់បន្ថែមទៀតហើយទទួលបានឱកាសល្អថ្មីទៀតតាមរយៈកម្មវិធីហ្នឹង អូខេអញ្ចឹងនៅឃើញថាខ្សែសាច់គ្រឿងរបស់ពួកគាត់គឺដាច់តម្លៃពីគ្នាលើកលែងតែ3នាក់នេះហើយដែលគាត់សាខាតែមួយ គាត់នៅសាខាតែមួយហើយមិត្តភក្តិគ្នាពីដើម ពុំតែមួយតែម្ដងក៏ប៉ុន្តែយើងចង់ដឹងវិញថានៅពេលដែលឈានជើងដែលយើងឈានជើងចូលក្នុង debate ថ្នាក់ជាតិពួកគាត់សិតសឹងតែចម្រាញ់មកសាខាផ្សេងគ្នាដូច3នាក់គាត់សាខាទី5សេនាងសាខា12ទី7អញថារាយុទ្ធសាខាទី12អញ្ចឹងនៅពេលដែលចាប់ចូលរួមច្បាច់ចូលគ្នាភ្លាមបងចង់ដឹងថាអ្នកគេនិយាយណាគេមុន ខ្ញុំសុំនិយាយមុនពេលហ្នឹងដូចជាថ្ងៃគេហៅជួបគ្នាដំបូងថ្ងៃដែលលោកគ្រូឌីម៉ងហៅជួបគ្នាដំបូងហ្នឹងគឺខ្ញុំចាំថាខ្ញុំមកដល់លោកគ្រូគាត់ណាត់ជួបមុនណាគាត់កំណត់ម៉ោងមកហើយខ្ញុំមកមុនគេតបមកយ៉ាលីនមកបន្ទាប់ទៀតហើយដល់ពេលថ្ងៃហ្នឹងគឺ first impression របស់ខ្ញុំហើយនឹងយ៉ាលីនគឺពីអ្នកយើងហាក់បីដូចជារបៀបអ្នកសិក្សាដូចគ្នាមកដល់ជួបគ្នាចាំថា3នាក់ទៀតអត់សិក្សាណាអត់ទេបងជួបគាត់មុនចឹងពេលហ្នឹងដូចរបៀបយើងពាក្យសៅមេនគ្នាអីអញ្ចឹងណាហើយខ្ញុំដូចជាចាំថ្ងៃហ្នឹងដូចជាណារីហើយនឹងគីមហុងមកយឺតហើយយឺតទៅពេលហ្នឹងគឺ first impression ខ្ញុំសម្រាប់ពីអ្នកគាត់គឺរបៀបយើងអត់ដឹងមូលហេតុដែលគាត់មកយឺតអញ្ចឹងអាហ្នឹងវាជារឿងមួយប៉ុន្តែនៅពេលដែលជួបគ្នាដំបូងហ្នឹងគឺយើងនិយាយគ្នាក្នុងនាមជាសិស្សអីធម្មតាហើយពិភាក្សាគ្នាអំពីបទពិសោធន៍ក្នុងការរៀនក៏ដូចជាការជជែកដេញដោលការមុនហ្នឹងឯងបង អូខេសូមរីបាត់ទៅកាន់កនទីចាមូលហេតុដែលមកយឺតមិនមែនមកគោលបំណងចង់មកយឺតទេតែដោយសារតែពេលហ្នឹងគឺពីអ្នកខ្ញុំទទួលបានព័ត៌មានអត់សូវច្បាស់ថាមកពីអ្នកខ្ញុំស្ដាប់ព័ត៌មានខុសអញ្ចឹងទៅពួកខ្ញុំជិះទៅជួបទៅដល់សកលទី2នៅចំចៅហ្នឹងជាអាកាសចំចៅចាគឺពេលហ្នឹងទឹកចង់ទឹកភ្នែកទឹកសបោផងតែទោះមកយើងត្រូវព្យាយាមជិះមកវិញចាហើយជួបគាត់វែងផ្លូវ គាត់ទៅចាប់ផ្ដើមភ្លាមរកការៈភ្លាមចាប់ផ្ដើមដំណើរស្គីនេះចាចុះតើដល់មួយសេនាងវិញ
មានអារម្មណ៍ថាមិនដែរហើយញ៉ាំណាគេមុនគេ ចំពោះខ្ញុំហ្មងដោយសារតខ្ញុំធ្លាប់ស្គាល់រាយុទ្ធពីមុនមកអញ្ចឹងទៅពួកខ្ញុំថាមិត្តភក្តិគ្នាតាំងពីដើមមកហើយប៉ុន្តែសម្រាប់3អ្នកគាត់ហ្មងគឺដំបូងមកគឺមានអារម្មណ៍ថាដូចប្លែកដោយសារតយើងអត់ដែររួមក្រុមមួយគ្នាពីមុនមកដល់ពេលហើយជួបគ្នាថ្ងៃទី1គឺប្របួរគ្នាទៅញ៉ាំបាយហ្មងដល់ពេល បាយនៅចិត្តកន្លែងយើងធ្វើនៅក្នុងសកល បាទ ក្នុងសកល Belty បងហើយ បាទ ហ្នឹងហើយ នៅពេលដែលហូបហើយអីគឺពួកយើងចាប់ផ្ដើមឃ្លានម្ដងទៀត ដល់ហើយ ឃ្លានម្ដងទៀតហើយដល់តែខ្ញុំទៅឈ្មោះគេដឹងតែមានរូបថតប៉ុលពត ចា ចាំមកថាមួយថ្ងៃហ្នឹងគាត់ជួបគ្នានៅដំបូងគឺពីហាង នឹង អូខេ អូខេ អញ្ចឹងបងសុំកាត់បន្តិចនៅពេលដែលយើងស្គាល់គ្នានៅពេលដែលយើងជួបគ្នាហើយគឺយើងចាប់ផ្ដើមធ្វើការជាមួយគ្នាតែម្ដងត្រូវអត់អញ្ចឹងតាក់ទងជាមួយនឹងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ2024ហ្នឹងបងចង់នឹងថាតើ step នៃការប្រកួតរបស់គេគឺយើងប្រកួតឡើងទៅថ្នាក់ជាតិតែម្ដងឬក៏មានការប្រកួតបែប short list អីថែមតិចទៀត ចាបងមុនពេលដែលយើងប្រកួតទៅដល់ថ្នាក់ជាតិហ្នឹងគឺយើងបានប្រកួតកម្រិតរាជធានីជាមុនសិនហើយនៅរាជធានីភ្នំពេញគេរើសចំនួន8សាលាចាហើយទៅយើងបានធ្វើការប្រកួតជជែកដេញដោលមួយសាហើយក៏បានទទួលជ័យលាភីហើយក៏បានតំណាងរាជធានីភ្នំពេញទៅថ្នាក់ជាតិទៅ ទៅថ្នាក់ជាតិទៅ ហើយ ម្ដង ឆ្នាំពួកខ្ញុំដូចជារៀងពិសេសខុសគេដោយសារតរាល់ឆ្នាំគេធ្លាប់ត short list តាមរយៈសរសេរអត្ថបទអំពីប្រធានបទផ្សេងតែឆ្នាំពួកខ្ញុំគឺគេធ្វើការប្រកួតជំរុះរាជធានីហ្នឹងប្រកួតផ្ទាល់តែម្ដងមានជាប្រធានបទចាប់ព្រមអីហ្នឹងក៏ជាឱកាសមួយក្នុងការឲ្យពួកយើងហ្វឹកហាត់សមត្ថភាពថែមទៀតដែរនៅក្នុងរាជធានីដើម្បីតមកថ្នាក់ជាតិ បាទអញ្ចឹងបានថាពីដំណាក់កាលមួយទៅដំណាក់កាលមួយតម្រាំទៅដល់ថ្នាក់ជាតិឆ្លងកាត់ដំណាក់កាលសាខាផងកម្រិតសាលា Belty ផងហើយត្រូវជំរុះរួមគ្នាដើម្បីសម្រាញ់ដើម្បីចម្រាញ់យកមកជួបជុំគ្នាហើយនៅប្រឡងរាជធានីទៀតទើបតម្រាំបានចូលទៅដល់ថ្នាក់ជាតិអញ្ចឹងឥឡូវយើងទៅដល់វគ្គថ្នាក់ជាតិវិញទៅដល់ថ្នាក់ជាតិគ្នាយើងមុននឹងខ្លាចទៅជាជ័យលាភីមុននឹងឈានទៅដល់នេះបងសូមនិយាយតែគ្នាយើងសិនសមាជិករបស់គ្នាយើងនឹង5នាក់ធ្លាប់មានរឿងឆ្លោះគ្នាទេ អូច្រើនណាស់បង ជាទូទៅអ្នកណាដែលកាច់ជាងគេក្នុងក្រុម ការជាងគេ កា ហ្ម ច់ជាង ង គេក្នុងក្រុម កញ្ញាឆៃស្រីនាងជាអ្នកសរុបការជាងគេ កាច់ជាងគេ ហើយ ក្នុង មក ក្រុ បើ ម បន្ទាប់មកតមរាយុទ្ធ ប្រយុទ្ធ ចាំមិនស្រីនេះបានយ៉ាលិន យ៉ាលីន យ៉ាងនេះ គីហងកូនបើ គឹមហូ ចាដោយសារតែអាចថាខ្ញុំនៅជាមួយនឹងពួកគាត់ច្រើន បាទ តាំងពីដើមមកតែម្ដងតាំងពីប្រកួតរាជធានីមកអញ្ចឹងសង្កេតឃើញថាមែនសានាងគឺជាកញ្ញាដែលកាចជាងគេក៏ប៉ុន្តែអាចថាក្រុមនេះគឺមានដូចភ្លើងអញ្ចឹងតែក៏មានទឹកដែរអញ្ចឹងតួនាទីហ្នឹងអាចថាជាមេក្រុមហីអញ្ចឹងមានន័យថាក្រុមហ្នឹងនឹងមានមេក្រុមម្នាក់ដែលជាអ្នកបង្ក្រាបហើយជាអ្នកគ្រប់គ្រងថែសារពួកគាត់អាចថាកន្លងពេលដែលការប្រកួតហ្នឹងអញ្ចឹងបងចង់នឹងថាតាក់ទងជាមួយនឹងអារម្មណ៍មេក្រុមផ្ទាល់តើក្នុងនាមយើងជាមេក្រុមមានអារម្មណ៍បែបណាទំនួលខុសត្រូវបែបណាដែលយើងគ្រប់គ្រងកូនក្រុមរបស់យើង អូខេបងតកតមួយចំណុចហ្នឹងគឺបញ្ហាពួកខ្ញុំក៏ជួបច្រើនដែរការឆ្លោះគ្នាការខ្វែងគំនិតគ្នាតកតមួយរបៀបទាំង privacy របស់គ្នាយើងទាំង character អាកប្បកិរិយាក៏ដូចជាអត្តចរិតអីហ្នឹងគឺម្នាក់ៗគឺមានខុសៗគ្នាអញ្ចឹងទៅពេលដែលយើងស្គាល់គ្នាដំបូងយើងអត់ទាន់យល់ពីគ្នាបានស៊ីជម្រៅទេអញ្ចឹងឆ្លោះគ្នាឧទាហរណ៍មួយថ្ងៃហ្នឹងយើងធ្វើការមួយគ្នា6ម៉ោងឧទាហរណ៍អញ្ចឹងឆ្លោះវាបានចិត្ត30-40ដងហើយទាំងញ៉ាំទាំងពេលធ្វើការទាំងពេលធ្វើ script ជាមួយគ្នាគឺសឹងតែគ្រប់ពេលក៏ប៉ុន្តែអាហ្នឹងខ្ញុំគិតថាខ្ញុំយកអាហ្នឹងជាចំណុចមួយដែលធ្វើឲ្យពួកយើងមានតំណែងតំណងមួយគ្នាវិញយើងអាចនិយាយថាដោយសារតែមានបញ្ហាហ្នឹងទៅយើងអាចដាក់តុប្រជុំមួយយើងធ្វើការពិភាក្សាគ្នាហើយរកដំណោះស្រាយជុំគ្នាអញ្ចឹងពីមួយ round ទៅមួយ round ពួកខ្ញុំធ្វើការវិវត្តអារបៀបជាលក្ខណៈថា team work របស់យើងការសហការក្រុមហ្នឹងក៏វាកាន់តែប្រសើរឡើងដែរហើយពេលដែលឆ្លោះគ្នាពេលច្រើនខ្ញុំអាចថាតាំងខ្លួនជាសន្តានការរីចូលទៅដោះស្រាយវិវាទឲ្យក្នុងក្រុមព្រោះហើយជាពិសេសត្រង់ចំណុចហ្នឹងត្រង់ topic វគ្គ semi final ដែលយើងនិយាយពីការដោះស្រាយវិវាទក្រៅតុលាការអញ្ចឹងខ្ញុំអាចយកអាចំណុចហ្នឹងមួយហ្នឹងមក apply នៅក្នុងជីវិតប្រចាំថ្ងៃហ្មងអញ្ចឹងអាហ្នឹងជាអត្ថប្រយោជន៍មួយនៅក្នុងការចូលរួមប្រកួតប្រជែងផងដែរហើយអត់អីទេទៅសើពួកគាត់ដែលពួកគាត់ចេះស្រឡាញ់គ្នាទោះបីមានបញ្ហាអីក៏គាត់នៅតែកាន់ដៃគ្នាហើយទទួលបានជោគជ័យ អរគុណតាមដែលស្ដាប់មើលទៅមានគ្រប់រសជាតិណា
គ្នាយើងបងឆ្ងល់មួយទៀតថានៅពេលដែលគ្នាយើងរួមគ្នាធ្វើការមួយថ្ងៃជួបគ្នាជារៀងរាល់ថ្ងៃស្រាវជ្រាវជាមួយគ្នារាល់ថ្ងៃសួរថាជាទូទៅដូចណារីជាប្រធានក្រុមអញ្ចឹងនៅពេលដែលកិច្ចការដែលណារីគាត់នឹងបានថាគាត់នឹង draft ទៅមុនជូនគ្នាយើងឲ្យគ្នាយើងត្រូវធ្វើម៉េចមិនអញ្ចឹងហីបាទអញ្ចឹងគ្នាយើងនៅពេលខ្លះដែលគ្នាយើងរវល់តាក់ទងជាមួយការរៀនផងហើយជាមួយនឹងកម្មវិធីប្រកួតផងគ្នាយើងអាចបែងចែកពេលវេលានឹងដោយរបៀបណាជាក់ស្ដែងទៅនៅក្នុងការនិយាយរបស់គាត់មុនហ្នឹងយើងអាចនឹងសន្និដ្ឋានបានថាក្នុងរយៈពេលចន្លោះពេលដែលគាត់ប្រកួតហ្នឹងពួកគាត់សឹងតែ spend ពេលវេលាដែលពួកគាត់ទនេអត់មានពេលដកឃ្លាជាមួយនឹងនេះហ្មងគឺបុកតែទៅលើជជែកដេញដោលតែពួកគាត់ក៏នៅតែសិក្សាដែរក៏ប៉ុន្តែគ្រាន់ថាពួកគាត់គឺឆ្លៀតយកពេលវេលាសឹងតែពេញមួយថ្ងៃហ្នឹងចំណាយពេលនៅជាមួយគ្នាហើយសិក្សាស្រាវជ្រាវដែរអញ្ចឹងបងក៏ចង់ដឹងដែរថាការបែងចែកពេលវេលាដូចដែលគាត់បានលើកឡើងហ្នឹងមិនហើយតើអ្វីដែលជាជំរុញចិត្តយើងឲ្យនៅតែបន្តធ្វើជាអ្នកជជែកដេញដោលទាំងដែលយើងមានភារកិច្ចកាតព្វកិច្ចជាអ្នកសិក្សាដូចគ្នាបាទចាបងចំពោះត្រង់ហ្នឹងសម្រាប់ខ្ញុំខ្ញុំយល់ថាឱកាសពេលដែលយើងរៀនទី11ពេលអត់តទី12វាមិនមែនឆ្នាំប្រឡងទេខ្ញុំចង់ឲ្យមានអនុស្សាវរីយ៍មួយដែលវាពិសេសសម្រាប់ជីវិតជាសិស្សវិទ្យាល័យពេលខ្ញុំនឹកឃើញមកវិញវាមានលើសពីអីដែលខ្ញុំទៅសាលាជួបលោកគ្រូអ្នកគ្រូរៀននៅក្នុងថ្នាក់ចង់ឲ្យមានអីលើសពីហ្នឹងហ៎បងអញ្ចឹងទៅខ្ញុំគិតថាខ្ញុំសប្បាយចិត្តទោះបីជាអត់សូវមានពេលរៀនបានដិតដល់យើងចំណាយពេលមកនេះស្ទើរតែ24ម៉ោងក្នុងមួយថ្ងៃនិយាយទៅខ្ញុំជួបពួកគាត់ច្រើនអត់ជួបទៅពេលទៅផ្ទះគេងតែងើបពីគេងគឺមកដឹងតែមកនេះតែម្ដងចាហើយខ្ញុំគិតថាវាជារឿងមួយដែលពួកខ្ញុំធ្វើត្រូវទាំងអស់គ្នាហើយអីដែលខ្ញុំបានសល់ម្ដងរាល់ថ្ងៃនេះទាំងប័ណ្ណពិសោធន៍ទាំងអនុស្សាវរីយ៍ហ្នឹងគឺអត់ដឹងនិយាយថាមកយកបងតែវាពិសេសខ្លាំងចាហើយចំពោះតកតមួយពេលវេលាក្នុងការធ្វើ topic មួយគឺពេលបាន topic ដំបូងមកគឺចាប់ដើមនាំគ្នាធ្វើ schedule អាចថាយើងទៅសេលើកណាខៀនទៅហើយយើងបែកចែកថាអាទិត្យទី1គ្នាយើងត្រូវធ្វើអីគេហើយថាតើគ្នាយើងអាចមានចន្លោះពេលដកដង្ហើមទៅសិក្សាស្វ័យសិក្សាខ្លួនឯងបានអត់ព្រោះថាយើងចូលកម្មវិធីនេះផងយើងទទួលបានចំណេះដឹងបន្ថែមផងហើយយើងក៏អត់បោះបង់ចោលការសិក្សាដែរអញ្ចឹងទៅអាចថាពេលរសៀលឬក៏ពេលល្ងាចយើងជុំគ្នាដើម្បីពិក្សាលើ topic ហើយមកពេលដែលយើងបន្តទៅយើងទៅផ្ទះវិញយើងអាចយកពេលយប់ឬក៏អាចថាពេលព្រឹកយើងអាចទៅសាលាហើយយើងអាចធ្វើការសិក្សាលើមុខវិជ្ជាផ្សេងនៅខ្លួនឯងផងដែរចា៎តើតើមួយនឹងការបែងចែកពេលវេលាហ្នឹងនៅពេលដែលយើងចាប់តាមប្រកួតដំបូងដូចជាអ្នកខ្លះដូចជាហ៊ានវេនខុសគ្នាអញ្ចឹងពួកយើងដើម្បីជាការរៀបចំការវិភាគក៏ដូចជារៀបចំវេនមកជួបគ្នាបានត្រឹមត្រូវហ្នឹងគឺយើងភាគច្រើនអ្នកដែលរៀនវេនថ្ងៃយើងបដូរវេនមករៀនពេលផឹកដើម្បីអាចជួបជុំគ្នានៅវេនរសៀលអញ្ចឹងទៅកន្លែងហ្នឹងក៏ជាពិធីមួយដែលពួកយើងបានរៀបចំទោះបីជាម្នាក់មានត្រូវមានការវិភាគសិក្សាមានអីផ្សេងគ្នាប៉ុន្តែចំណងក៏យើងត្រូវធ្វើម៉េចចម្រាញ់ជាងជាការវិភាគរួមមួយដើម្បីអាចឲ្យយើងនឹងមានពេលសម្រាប់ខ្លួនឯងសិក្សាហងមានពេលសម្រាប់ធ្វើប្រធានបទហងប៉ុន្តែនៅពេលដែលបានប្រធានបទភ្លាមអញ្ចឹងភាគច្រើនគិតច្រើនទៅលើប្រធានបទនឹងពេលរៀននៅក្នុងថ្នាក់អីចឹងក៏អារម្មណ៍អត់សូវមូលប្រហែលដែរប៉ុន្តែយ៉ាងណាមិញតាមរយៈការខិតខំសិក្សារៀនសូត្រការអីចឹងទៅក៏ធ្វើឲ្យពួកខ្ញុំអាចបែងចែកពេលវេលាបានល្អទាំងការសិក្សាប៉ុន្តែពួកយើងក៏ផ្ដោតសំខាន់ច្រើនទៅលើការជជែកនេះដល់នេះដែលថាតើវាជាឱកាសមួយក្នុងឆាកជីវិតមកដែរនិយាយទៅដែលតកតងជាមួយនឹងការបែងចែកពេលវេលាក៏ដូចជាការទទួលបាននៅ topic ផ្សេងអញ្ចឹងបងក៏ចង់ដឹងបន្ថែមទៀតថាតើប្រធានបទនីមួយអូនទទួលបានក្នុងរយៈពេលប៉ុន្មានហើយតើគ្នាយើងប្រើវិធីសាស្ត្របែបណាដើម្បីឲ្យប្រធានបទដែលយើងកាន់នេះមិនថាក្រុមស្របឬក៏ក្រុមបដិសេធទេប៉ុន្តែនៅពេលដែលយើងធ្វើបទបង្ហាញ performance របស់យើងគឺធ្វើឲ្យយើងមានភាពថាជឿជាក់ហើយវាគ្រប់ជ្រុងជ្រោយមានន័យថាព័ត៌មានដែលយើងស្រាវជ្រាវមកហ្នឹងគឺគ្រប់ជ្រុងជ្រោយអញ្ចឹងបងជឿជាក់ថាចំណុចកន្លែងហ្នឹងគឺជាគន្លឹះមួយដ៏សំខាន់ដែលបងប្អូនជំនាន់ក្រោយរបស់យើងណាតែងតែចង់ដឹងពីរៀមច្បងរបស់យើងអូខេតោះសូមគឹមហុងខ្ញុំមកមុនគេឡងមុនពេលប្រកួតគឺពួកខ្ញុំបានត្រៀមខ្លួនរួចហើយហ្មងសម្រាប់ទទួលយកប្រធានបទអញ្ចឹងនៅពេលដែលខាងសាលាគាត់បានចាប់ឆ្នោតរើសប្រធានបទដើម្បីតម្លាក់ឲ្យពួកយើងធ្វើហ្នឹងដំបូងគឺពួកខ្ញុំបានពិភាក្សាទៅលើប្រធានបទហ្នឹងអានហើយអានទៀតតទៅយល់អញ្ចឹងពួកយើងនៅពេលដែលពួកយើងចាប់ផ្ដើមយល់បន្តិចម្ដងគឺពួកយើងចាប់ផ្ដើមមើលពីប្រធានបទហ្នឹងពីពាក្យនីមួយ
ទាំង keyword ទាំងប្រយោជន៍ពីអីផ្សេងៗអញ្ចឹងនៅពេលដែលពួកយើងបានមើលអាប្រធានបទហ្នឹងយល់ពីកម្មបទពីចំណុចអីផ្សេងៗហ្នឹងអស់ហើយគឺយើងចាប់ផ្ដើមកំណត់ពីទូនីតិសមាជិកហ្នឹងអញ្ចឹងនៅពេលដែលពួកយើងបានយល់ពីប្រធានបទអស់គឺយើងចាប់ផ្ដើមកំណត់ថាតើដូចគាត់មេក្រុមអញ្ចឹងគាត់ណារីគាត់ដឹងថាសមាជិកណាគាត់បកកាយខាងអីចំណុចគាត់បកកាយចំណុចពិសេសអីណាខ្លះអញ្ចឹងឧទាហរណ៍ថាណារីគាត់បកកាយខាង research ខាងក្រុមស្រោបយ៉ាលៀនគាត់បកកាយខាង research ខាងក្រុមបដិសេធជាមួយនឹងសេនីអញ្ចឹងទៅរាយុទ្ធគេបកកាយខាង research ខាងតនន័យអញ្ចឹងហើយសម្រាប់ខ្ញុំបកកាយខាង app off អីចឹងហ្នឹងហើយលេងឯងគាត់ថាគាត់មិនគាត់ទៅសារពួកខ្ញុំអស់ហើយអញ្ចឹងឥឡូវខ្ញុំប្រាប់វិញគាត់បកកែខាងធ្វើជាក្រុមម្ខាងទៀតមានន័យថាគាត់ចំណាយពេលជួយទាំងពួកខ្ញុំផងបន្ទាប់ពីជួយសម្រួលកិច្ចការរបស់ពួកខ្ញុំហើយគាត់ដើរតួនាទីធ្វើជាគូម្ខាងទៀតគាត់ research តាក់ទងថាតើគេអាចនឹងលើកយកចំណុចអីគេដើម្បីមកធ្វើការរិបត្តិមួយយើងតើចំណុចឯកសារឬក៏មានឧទាហរណ៍គេខ្លះដែលគេអាចនឹង possible ដែលលើកយកមកធ្វើការវិបកយើងនៅលើឆាកអញ្ចឹងគាត់បានចំណាយពេលហើយជួយពួកខ្ញុំលើចំណុចនឹងខ្លាំងមែនតើទៅពួកយើងអាចយកជ័យជំនះបាន ហើយគាត់ក៏ជាភ្នាក់ងារលើកទឹកចិត្តជាតារាកំ ប្លែងក្នុងក្រុមនេះធ្វើឲ្យពួកខ្ញុំសប្បាយចិត្តហើយនិយាយទៅមានគាត់មួយគឺធ្វើឲ្យក្រុមមានភាពសប្បាយរីករាយហើយជួយគ្នាមែនតើ អូខេអញ្ចឹង4នាក់គេសុទ្ធសឹងតែសរសើរទៅលើគឹមហុងអញ្ចឹងអាចថាគឹមហុងជាមុខព្រួយនៃសំណួរបន្ទាប់របស់បងអូខេតោះបងសុំសួរសំណួរមួយតាក់ទងជាមួយគឹមហុងដើរតួនាទីជាអ្នកបំរុងត្រូវអត់បាទបង អូខេតើតួនាទីជាអ្នកបំរុងយើងធ្វើឲ្យគេខ្លះហើយកំឡុងពេលដែលយើងប្រកួតផ្ទាល់បងអត់ទាន់ឃើញគឹមហុងជាមនុស្សម្នាក់ដែលឡើងនៅលើឆាកអីក៏ប៉ុន្តែសួរថាតើអារម្មណ៍គឹមហុងមានអារម្មណ៍បែបណាអន់ចិត្តដែរទេឬក៏សប្បាយចិត្តដែរទេហើយខ្លួនឯងជាអ្នកបំផុសកម្លាំងចិត្តដល់ក្រុមដល់របៀបណា អូបាទបងអរគុណសម្រាប់សំណួរចំពោះបំរុងបេក្ខជនបំរុងគឺគាត់គឺជាមនុស្សពិសេសសម្រាប់ក្រុមមកហើយគាត់លក្ខណៈថាជាគេហៅគេទីប្រឹក្សា ហ្នឹងហើយបងទីប្រឹក្សាសម្រាប់ក្រុមដោយសារតែប្រសិនបើឧទាហរណ៍ថាកម្មវិធីគេមិនតម្រូវឲ្យមាន5នាក់អញ្ចឹងការប្រកួតនឹងមានតែ4នាក់ឡើងឯងអញ្ចឹងម្នាក់ទៀតបំរុងដែរជាអ្នកជួយប្រសិនបើខាងក្រុមគាត់មានបញ្ហាអីយើងអាចដោះស្រាយទៅលើបញ្ហានឹងបានដោយបំរុងគាត់នឹងជំនួសហើយចំពោះនៅពេលដែលប្រធានបទតម្លែងឲ្យឧទាហរណ៍ថាខាងគាត់ឧទាហរណ៍ថាខាងគាត់នឹងចាប់បានក្រុមស្រោបអញ្ចឹងបំរុងក៏គាត់ជាអ្នកទៅជួយស្រាវជ្រាវខាងក្រុមបដិសេធដែរអញ្ចឹងនៅពេលដែលគាត់ស្រាវជ្រាវអីឲ្យអស់ដល់ពេលវគ្គរិបត្តិ4អ្នកគាត់បាន practice ទៅលើការបកស្រាយអីឲ្យអស់គឺបំរុងជាមួយនឹងគូម្បើក៏ដូចជាសិស្សច្បងគាត់នឹងមកជុំគ្នាដើម្បីសួរសំណួរទៅពួកគាត់ថាតើប្រសិនបើសំណួរឬក៏ចម្លើយដែលពួកគាត់សួរដែលបំរុងក៏ដូចជាបងគាត់សួរទៅប្រសិនបើចំណុចហ្នឹងវាខ្លាំងតើពួកគាត់អាចវិបកឬក៏ឆ្លើយតបបែបម៉េចអញ្ចឹងយើងត្រូវតែសង្កេតមើលឲ្យពិភាក្សារកដំណោះស្រាយអំពីចំណុចអ្វីដែលគេសួរហ្នឹងហើយចំពោះនៅពេលដែលពួកគាត់ឡើងទៅបកស្រាយនៅលើឆាកខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តដែរទោះបីជាអត់បានឡើងទៅបកស្រាយក៏លក្ខណៈថាជាអ្នកដែលជួយផ្ដល់កម្លាំងចិត្តហ្នឹងហើយនិយាយជាមួយផ្នែកធំនៃកិច្ចការដែលបានបង្ហាញទៅ ធ្លាប់អន់ចិត្តដែរទេ អូបងចំពោះចំណុចហ្នឹងក៏ធ្លាប់អន់ចិត្តដែរបងហើយក៏ធ្លាប់យំដែរប៉ុន្តែដោយសារតែឃើញវាដល់លក្ខណៈថាដំណាក់កាលចិត្តបញ្ចប់ហើយអញ្ចឹងក៏យើងណាមួយយើងក៏មានកាតព្វកិច្ចអីតិចតួចសម្រាប់យើងធ្វើដែរឧទាហរណ៍ដូចមានកម្មវិធីអីផ្សេងអញ្ចឹងពួកគាត់អាចផ្សេងបងផ្សេងទៅប៉ុន្តែយើងត្រូវតែមានពេលវេលាច្រើនក្នុងការធ្វើអាកម្មវិធីនេះដោយសារតែវាជាកម្មវិធីធំហើយថ្នាក់ជាតិទៀតអញ្ចឹង ចឹងមានន័យថាគឹមហុងបានលើកឡើងច្រើនពីតួនាទីរបស់អ្នកបំរុងមានន័យថាទោះបីជាគាត់ជាមនុស្សអរូបអត់មានរូបនៅលើឆាកមែនក៏ប៉ុន្តែសក្តានុពលរបស់បេក្ខជននីមួយៗដែលឡើងទៅគេហូគេក៏ជ្រាវសុទ្ធសឹងតែមានស្នាដៃចូលរួមរបស់អ្នកបំរុងទាំងអស់
ពេលហ្នឹងនៅពេលដែលពួកគាត់ឡើងប្រកួតហ្នឹងណាខាងនៅពេលដែលដល់វគ្គផ្ទះដៃគឺពេលហ្នឹងខ្ញុំឡើងទៅហូម្នាក់ឯងអត់មានអ្នកជួយគេមកមុខខ្ញុំទៀតហើយក៏ខ្ញុំមានអារម្មណ៍ថាអូយខ្ញុំភ័យពេល ខ្ញុំ ហ្នឹង គួយមិនទៅ បាន គួយមិនចង់ចាក់ ពេលយើងឡើងនិយាយពេលហ្នឹងពឹងភ័យអារម្មណ៍អត់មូលទេប៉ុន្តែពេលងាកទៅឃើញគឹមហុងឃើញអ្នកបម្រងទៅដល់អត់ដឹងអារម្មណ៍ភ័យហ្នឹងទៅណាអស់យើងមានអារម្មណ៍ថាកក់ក្ដៅជាងមុន ហើយមានកំណាំ ហ្នឹងហើយ ឥឡូវនិយាយពីអ្នកបំរុងទូទៅអ្នកបំរុងច្រើនហើយយើងងាកចូលមកប្រធានបទរបស់យើងបន្តិចយើងឃើញថាប្រធានបទតាក់ទងជាមួយថ្នាក់ជាតិគឺអាចថាជ្រៅមែនតើអាចថាពេលខ្លះសឹងតែលើសកម្រិតគាត់ថ្នាក់ទី11ទៀតអញ្ចឹងទាមទារឲ្យគាត់មានការស្រាវជ្រាវបានខ្លាំងនៅដិតដល់អញ្ចឹងតើប្រធានបទតាំងពីវគ្គ1រហូតដល់វគ្គផ្ដាច់ព្រាត់អូនគិតថាប្រធានបទមួយណាដែលពិបាកជាងគេហើយតើធ្វើដូចម្ដេចដើម្បីយើងស្វែងរកកលឹះខ្លួនឯងឃើញកលឹះយកមកបកស្រាយឃើញចាប់ដើមហប់ដៃហប់ជើង អត់ដែរជើងវគ្គ1វគ្គ2វគ្គ3 ចុងក្រោយគេបាក់ហៅកូចំហ semi final តើបងសុំយ៉ាលីនជាតំណាងមួយ អូខេបងគឺប្រធានបទវគ្គ semi final គឺប្រធានបទតាក់ទងទៅនឹងតុលាការហើយនិយាយអំពីច្បាប់ច្រើនហើយដូចដែលបានដឹងស្រាប់ហើយពួកខ្ញុំទំកម្រិតទី11ទេបើសិនជាមានច្បាប់នៅក្នុងសភៅពុំក៏គេនៅកម្រិតមូលដ្ឋានរបស់កម្រិតណាសិនប៉ុន្តែនេះគឺជ្រៅខ្លាំងមែនតើពួកខ្ញុំសិក្សាទៅដល់ការដោះស្រាយវិវាទខែប្រព័ន្ធតុលាការដែរទំចេញថ្មីអត់មាននៅក្នុងសភៅពុំទេអញ្ចឹង everything គ្រប់យ៉ាងគឺថ្មីសម្រាប់ពួកខ្ញុំតែម្ដងចាហើយជាក់ស្ដែងពេលហ្នឹងគឺយើងមានការជួបជាមួយនឹងលោកគ្រូខាងច្បាប់គឺលោកគ្រូខាងច្បាប់គាត់មកបង្រៀនពួកខ្ញុំផ្ទាល់តែម្ដងយើងដាក់ schedule អញ្ចឹងមកលោកគ្រូដឹកនាំគាត់ជួយរៀបចំអញ្ចឹងណាហើយពួកខ្ញុំក៏បានរៀនសូត្រពីគាត់បានច្រើនដូចគ្នាចា ស្របពេលដែលគ្នាយើងគិតថាប្រធានបទដែលពាក់ព័ន្ធជាមួយនឹងវិស័យយុទ្ធធម៌ជាប្រធានបទដែលពិបាកសម្រាប់គ្នាយើងក្នុងពេលហ្នឹងយើងទៅរៀនថ្នាក់ទី11ហើយប្រធានបទបច្ចេកទេសឈានទៅដល់កម្រិតច្បាប់គ្នាយើងបានសម្រេចចិត្តបែបណានៅក្នុងការធ្វើវាហើយពេលនោះគ្នាយើងមានជំនួយពីខាងណាខ្លះហើយនីតិវិធីនៅក្នុងការដោះស្រាយប្រធានបទដែលគ្នាយើងគិតថាពិបាកហួសពីសមត្ថភាពរបស់ខ្លួនឯងទាំងប្អូនទាំង5នាក់រួមទាំងគ្រូដឹកនាំគ្រូបង្វឹកយើងរួមគ្នាធ្វើបែបណាខ្លះដើម្បីសម្រេចនូវភាពជោគជ័យការនោះអូនអាចផ្ដើមចម្លើយពីប្រធានក្រុមហ្មងពេលហ្នឹងដែលជាខ្លួនឯងជាប្រធានក្រុមនៅពេលដែលបានប្រធានបទពិបាកមកក្នុងនាមជាប្រធានក្រុមថាយើងត្រូវធ្វើម៉េចដឹកនាំក្រុមមុនគេសម្រាប់អូន ចាំមកគ្រាន់តែបានប្រធានបទមកភ្លាមខ្ញុំដឹងហាចំច្បាប់ខ្ញុំទំទី11នឹងមិនដាក់ហ្នឹងខ្ញុំទីបាត់គ្នាអញ្ចឹងពេលដែលបានភ្លាមហ្នឹងគឺយើង calm down សិនយើងរក្សាស្មារតីរបស់យើងឲ្យមាំសិនហើយបន្តមកទៀតគឺពួកយើងចាប់ផ្ដើមពិភាក្សាគ្នាតើខ្ញុំម្នាក់នេះសមាជិកម្នាក់ហ្នឹងថាតើគាត់ត្រូវមានតួនាទីទៅ research ខាងណាខ្លះហើយពួកយើងដំបូងដោយសារតែរឿងថ្មីថ្មើងសម្រាប់ពួកខ្ញុំតើតមកវិស័យហ្នឹងអញ្ចឹងហើយបានពួកខ្ញុំទៅធ្វើការសិក្សាពីព័ត៌មានទូទៅនៅក្នុងផ្នែកច្បាប់នៅក្នុងវិស័យយុទ្ធធម៌មួយហ្នឹងអញ្ចឹងទៅពួកខ្ញុំបានជា idea មកហើយក៏ list down នៅលើក្តារខៀនឡើងពេញក្តារខៀនតែម្ដងហើយទៅបានយើងធ្វើការបែងចែកទៅតាមផ្នែកនីមួយៗដោយការដោះស្រាយវិវាទក្រៅតុលាការវាមាន4មានការចរចាផ្សះផ្សាសន្តានកម្មនិងមជ្ឈត្តកម្មតែអាកន្លែង2ចំណុចចុងក្រោយហ្នឹងពួកខ្ញុំថ្មីទៀតចំអាហ្នឹងឯគេអញ្ចឹងពួកខ្ញុំបានចំណាយពេលច្រើនមែនតើក្នុងការទៅស្រាវជ្រាវហើយស៊ីជម្រៅទៅលើចំណុចមួយហ្នឹងហើយបន្តមកទៀតក៏មានការចូលរួមការបង្រៀនពីវាគ្មិនពិសេសហើយក៏ដូចជាមានការចូលរួមពីលោកគ្រូគាត់បរៀនផ្នែកច្បាប់គាត់មកបរៀនដល់បន្ទប់ពួកខ្ញុំតែម្ដងអញ្ចឹងអរគុណដល់គាត់ខ្លាំងមែនតើហើយជាពិសេសភ្លេចអត់បានឯដល់អ្នកគ្រូសាយ៉ាលីនដាដែលពួកគាត់តែងតែបរៀនហើយផ្ដល់ទូមានពីបច្ចេកទេសទាំងខ្លឹមសារទាំងការបែងចែកចំណុចអីគាត់មកជួយពួកយើងតាំងពីដើមតែម្ដងហើយជាពិសេសក្នុងប្រធានបទហ្នឹងទៀតសោតគឺគាត់បានចូលរួមចំណែកយ៉ាងខ្លាំងហើយជាពិសេសខ្វះអត់បាននៅបងដែលជាសិស្សរបស់ខ្ញុំ2នាក់គឺបងរចនាហើយបងបុតដែលគាត់នៅក្រោយកាមេរ៉ានេះនឹងឲ្យឆាត់អត់ទូគាត់ផងដែរ អញ្ចឹងពីភាពជោគជ័យមួយនេះបងឃើញថាវាតួអង្គច្រើនទាំងគ្រូបង្រៀនគ្រូដឹកនាំសាស្ត្រាចារ្យជាពិសេសសិស្សច្បងតែទៅនៅគិតជាមួយនឹងគ្នាយើងចំណិចឥឡូវបងគីបគ្នាយើងទុកសិនដែលគ្នាយើងថាយើងមានសិស្សច្បងជួយចាឥឡូវបងបកទៅរចនាបន្តិចដែលជាតែទៅនៅជាមួយបងប្អូនអញ្ចឹងរចនាអាចដឹងថាបងប្អូនគាត់មាន technical បែបណាជំនាញរបស់ពួកគាត់ម្នាក់ផ្សេងគ្នាម្នាក់បកែអីម្នាក់ខ្សោយអីប៉ុន្តែប្រហែលជាឥឡូវនេះបងចង់ដឹងរឿងមួយពីរចនាដែលមិនមែនជាសមាជិកក្រុម
នៅពេលដែលរចនាផ្ដល់ជាយោបល់នៅពេលដែលរចនាបរៀនពួកគាត់រឿងអីដែលរចនាអាចនិយាយភាសាសាមញ្ញទើសចិត្តជាមួយពួកគាត់ជាងគេ ទៅចិត្តតែម្ដង តែប៉ុន្តែពួកគាត់សុទ្ធសឹងតែជាមនុស្សដែលឆាប់ទទួលបាននៅអីដែលយើងផ្ដល់ទៅ បាទ មានន័យថាពួកគាត់ឆាប់បានហើយតាំងពីកន្លែងឃើញពួកគាត់ដំបូងនៅពេលដែលយើងនិយាយអីទៅពួកគាត់ឆាប់ទទួលបានឆាប់យល់ណាអានឹងវាជាចំណុចពិសេសដែលគេហៅថាឆ្លាតណា បាទ អាហ្នឹងឯងនៅពេលដែលវា useful មែនតើនៅក្នុងវគ្គ rebuttal ចំណុចកន្លែងហ្នឹងគឺជាចំណុចពិសេសក៏ប៉ុន្តែដែលទើសចិត្តជាងគេហ្នឹងគឺឆ្លោះគ្នារហូតមានន័យថាគំនិតមានរៀងខ្លួន បាទ មួយខាងនេះមួយខាងនេះក៏ប៉ុន្តែនៅពេលដែលដាក់ចូលគ្នាគឺអាចថាមួយសមួយខ្មៅអត់ទាន់ចូលជាប្រភេទទេអញ្ចឹងសួរថាតើខ្ញុំដើរតួនាទីអីគេតែប៉ិតខ្ញុំអត់ដែរចាត់ទុកថាជាគ្រូបង្វឹកឬក៏អីទេខ្ញុំតែងតែបញ្ចូលខ្លួនជាសមាជិកម្នាក់ដែរនៅពីក្រោយពួកគាត់អញ្ចឹងគឺខ្ញុំត្រូវធ្វើឲ្យមតិដែលខ្វែងគ្នារបស់គាត់ហ្នឹងទៅជាពណ៌ប្រផេះ ដោយឧទាហរណ៍ម្យ៉ាងទៀតបានថាដូចដូចឆក់ពីរចឹងបើដាក់ខុសកន្លែងក៏វាអត់ចូលគ្នាដែរប៉ុន្តែបើសិនបើបើសិនគឺបងក៏ដូចជាបងរចនាក៏ដូចជាបងបតនារីចឹងទៅគាត់បង្វែរទៅបត់ទៅដាក់ចូលគ្នា ហើយមានចំណុចមួយទៀតដែលខ្ញុំអត់ទាន់បានដែរនិយាយជាមួយនឹងពួកគាត់ទេពួកគាត់សិតសឹងតែប្រកែផ្លូវកាយក៏ប៉ុន្តែផ្លូវចិត្តរបស់ពួកគាត់អត់ប្រកែតែតោះជាមួយនឹងនៅក្នុងវគ្គមួយតែតែមានម្នាក់ដែល mentor គាត់គឺបាក់រហូតជួបរឿងថ្មីគឺបាក់រហូតក៏ប៉ុន្តែសួរថាតើខ្ញុំជាមនុស្សម្នាក់ដែលនិយាយថាជួយលើកទឹកចិត្តឲ្យខ្ញុំគឺជាមនុស្សដែលធ្វើការអត់ដែរប្រើអារម្មណ៍ទេអញ្ចឹងនៅពេលដែលគាត់ជួបបញ្ហាខ្ញុំសុខចិត្តជាដំណោះស្រាយសម្រាប់ពួកគាត់វិញមិនមែនជាអ្នកដែលលួងលោមច្រើនទេអ្នកដែលលួងលោមច្រើនអាចថាទុកឲ្យលោកគ្រូបុតចុះ អូខេតែលោកគ្រូបុតថ្ងៃនេះនៅក្រោយកាមេរ៉ាហើយអត់បានបញ្ចេញទេអូខេជឿញអូន បងខ្ញុំចង់បន្ថែមបន្តិចពេលនិយាយដល់បងបុតខ្ញុំចាំបានហ្មងពេលហ្នឹងអីគេវគ្គ final ហើយទៅវគ្គ final ហ្នឹងគឺអាចថាឈប់មុននឹង final គឺ semi final មុនសិនដោយសារ semi final ហ្នឹងខ្ញុំក៏ជាបេក្ខជនជជែកនិយាយជាសាធារណៈមួយដែរដល់ពេលអញ្ចឹងទៅខ្ញុំក៏ធ្វើប្រធានបទ2នៅក្នុងពេលតែមួយហើយពេលហ្នឹងគឺខ្ញុំ stress ខ្លាំងហ្មងនិយាយទៅគឺសូម្បីតែសក់ពេលខ្លះមកដល់សកលក៏បានសក់ដែរហើយទៅ អាវប្រចាំតកោគឺអាវថៃចាំហ្នឹងបង បងគាត់បានជួយទាំងចំណៃបេះដូងក៏ដូចជាចំណៃភ្នែកដែរ អត់ទេនិយាយទៅគឺ semi final ហ្នឹងគឺបានបងបុតហ្មងគាត់ជួយច្រើនមែនតើមួយ speaking ហ្នឹងគឺអាចនិយាយបានថាគឺបងបុតគាត់ជំរុញច្រើនហ្មងហើយដល់ពេលវគ្គ final ហ្នឹងក៏ដូចគ្នាមុនឡើងនិយាយហ្នឹងគឺមានទឹកភ្នែកលហេលហាមដែរប៉ុន្តែបានបងបុតគាត់ជួយលួងលោមយើងអញ្ចឹងគាត់គ្រប់គ្រងគាត់លើកទឹកចិត្តយើងអញ្ចឹងទៅបានយើងមានកម្លាំងចិត្តឡើងទៅប្រកួតវគ្គផ្នែកប្រវត្តិហ្នឹងហើយ អូខេហើយនិយាយពីបញ្ហាហ្នឹងនៅពេល topic ទី3ចុងទី3អាពេលហ្នឹងខ្ញុំវា breakdown ណា breakdown ខ្លាំងមែនតើហើយដូចបងរាច់គាត់និយាយចឹងគឺគាត់អត់យក emotion មកជាដំណោះស្រាយទេគាត់បញ្ចេញសកម្មភាព like action speak louder អញ្ចឹងគាត់បានបង្ហាញមែនគាត់បានជួយកែ script របស់ខ្ញុំតែមួយយប់ទេគាត់ធ្វើឲ្យល្អប្រសើរ like ជីវិតរបស់ខ្ញុំ like ឡើងស្រស់បំព្រងអញ្ចឹងក៏យើងរឹងមាំទាំងអស់គ្នាវិញទៅហ្នឹងហើយដល់បបពិសោធន៍ ចាំនៅពេលមួយដែលយ៉ាងពេលហ្នឹងវគ្គផ្ដាច់ព្រាត់ហើយឈានចូលដល់វគ្គផ្ដាច់ព្រាត់ស្រាប់តែមួយថ្ងៃអាចថា5ម៉ោងមុនប្រកួតយ៉ាលីនគាត់ចាប់ដើមបាក់មែនតើគាត់ចាប់ដើមទៅយំម្នាក់ឯងហើយពេលហ្នឹងគឺខ្ញុំចាប់ដើមភ័យហ្មងប៉ុន្តែសួរថាបើសិនជាយើងជាមនុស្សម្នាក់ដែលគាត់កំពុងភ័យហើយបើយើងទៅភ័យបន្ថែមទៀតមានថាវាទុកគាត់កលើទុកទៀតបាទអញ្ចឹងកន្លងពេលហ្នឹងគឺខ្ញុំទាញអ្នកទាំងអស់គ្នាជុំគ្នាហើយខ្ញុំស្ដីឲ្យយកហ្មង voice ហ្នឹងនៅដល់ឥឡូវគឺខ្ញុំស្ដីឲ្យយកហ្មងថាហេតុអីយើងខំស្រាវជ្រាវយើងខំយូរហើយសល់ប្រហែលម៉ោងមកប្រកួតហេតុអីក៏មានអារម្មណ៍បែបហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់ទៅប្រកួតគ្រប់វគ្គខ្ញុំមានអារម្មណ៍ថាដឹងទឹកភ្នែកមកពីណាតែយំអត់ឲ្យឃើញទេវាខ្ញុំអត់ដឹងថាអារម្មណ៍ហ្នឹងវា describe មកយ៉ាងម៉េច តែយើងមិនចាត់ខ្លួនឯងជាគ្រូទេប៉ុន្តែយើងតែងតែនៅជាមួយពួកគាត់ព្រោះបងក៏ជាគ្រូម្នាក់ដែលធ្លាប់បរៀនសិស្សបងយល់អារម្មណ៍ហ្នឹងនៅពេលដែលឃើញសិស្សប្រឡងជាប់នៅពេលដែលឃើញសិស្សជោគជ័យនៅលើរឿងអីមួយដែលយើងបានផ្ដល់ឲ្យគាត់បងអាចយល់អារម្មណ៍ហ្នឹងហើយអាចថាយើងជាមនុស្សស្រីផងសូម្បីតែសក់ក្បាលពួកនឹងឡើងប្រកួតក៏យើងសន្លឹងមើលដែរនិយាយទៅគ្រប់សពវាអាចថាយើងចាត់ទុកថាយើងជាម្នាក់ដែលរួមដំណើរមួយគាត់ហើយទោះបីជាថ្ងៃចុងក្រោយហ្នឹងគាត់ជាប់ឬក៏អត់ជាប់ក៏ប៉ុន្តែគាត់នៅតែជាមនុស្សដែលជាទីស្រឡាញ់របស់យើងអញ្ចឹងយើងអាច
នេះគាត់បាន បងខ្ញុំសុំងាកទៅពេលហ្នឹងតិចវិញខ្ញុំនៅចាំអារម្មណ៍ហ្នឹងដល់ឥឡូវគាត់នឹកឃើញក៏ខ្ញុំអត់ចូលចិត្តអារម្មណ៍ហ្នឹងដែរគាត់នឹកឃើញក៏មានអារម្មណ៍ថាអូយមិនពេលហ្នឹងខ្ញុំមិនទៅមានអារម្មណ៍ហ្នឹងវិញអាហ្នឹងតើតមួយផ្លូវចិត្តហ្នឹងមួយអានេះខ្ញុំចង់ shout out ទៅកាន់អ្នកទាំងអស់គ្នាហ្មងពេលដែលយើងខំអីមួយក៏ដោយយើងក៏ពេលដែលយើងផ្ដោតគាត់ដែរថាយើងចង់ធ្វើអីមួយយើងកុំឲ្យអស់ពេករហូតដល់លក្ខណៈមួយថាជីវិតយើងអត់មានតុល្យភាពណាដល់ពេលចឹងទៅយើងមានអារម្មណ៍ថាពេលខ្លះយើងបាត់បង់ខ្លួនឯងប៉ុន្តែអញនិយាយបានថាចំណែកមួយដែលខ្ញុំរកឃើញខ្លួនឯងចំណែកដ៏ធំមួយអាពេលហ្នឹងគឺពេលបងរាច់ហ្នឹងហើយពេលគាត់មកជួយប្រាប់មកជួយអីវិញចឹងទៅ សុំទីឈូបងអត់មានទេ ពេលហ្នឹងគឺជុំ final ហ្នឹងគឺអាចនិយាយបានថាយ៉ាលីនតាក់ទងមួយនឹងទាំងអត្ថន័យទាំង script ទាំងអីអាចនិយាយបានថាជួបបញ្ហាច្រើនហើយពេលហ្នឹងពួកយើងក៏គិតខំអស់ពីលទ្ធភាពដើម្បីពីគាត់ដែរសារទៅមកវគ្គម្នាក់ហាក់បីដូចជាមានបញ្ហារៀងខ្លួនហើយសូមអរគុណដល់ក្រុមដែរដែលតែងតែនៅជាមួយគ្នាលើកទឹកចិត្តឲ្យគ្នាដល់ទីបញ្ចប់គ្រប់វគ្គ នៅពេលដែលចូលទៅដល់ចំណុចហ្នឹងចុងក្រោយលទ្ធផលដែលពួកយើងទទួលបានគឺជ័យលាភីមេដាយមាសរបស់កម្មវិធីចែកដេញដោលយុវជនអ្នកជាតិនៅពេលដែលទាំងអស់គ្នាទទួលបានជ័យលាភីហើយទាំងកិត្តិយសទាំងភាពអស្ចារ្យនៃការខិតខំប្រឹងប្រែងរូបភាពស្អាតៗមួយចំនួនដែលឃើញបាញ់មិញនេះបង្ហាញថានៅពីក្រោយរូបភាពស្អាតៗនៅលើឆាកទាំងអស់គ្នាបានខិតខំប្រឹងប្រែងអីខ្លះទាំងអស់គ្នាបានជួបអីខ្លះគឺមានរឿងច្រើនមែនតើប៉ុន្តែដំណាក់កាលមួយទៀតបងជឿថាក៏អាចពិបាកដែរនៅពេលដែលដល់ពេលប្រកួតចប់អ្នកទាំងអស់គ្នាឈ្នះពានដូចដែលស្ក្តីប៉ងប្រាថ្នារបស់អ្នកទាំងអស់គ្នានឹងត្រូវបែកគ្នាទៅផ្ទះរៀងខ្លួនទាំងអស់គ្នាត្រូវទៅរៀននៅសាលារៀងខ្លួនលែងបានជួបគ្នាពេលខ្លះមួយខែពីរខែមិនជួបគ្នាម្ដងពេលហ្នឹងមានអារម្មណ៍មិនដែរអូនគឹមហុង សួរសំណួរទៅកាន់អូនគាត់ថាហាមាត់មកអូនដឹងចម្លើយទៅដល់ មានអារម្មណ៍ថាហោះដូចយើងជិះមាត់ហោះអញ្ចឹងនៅពេលដែលពួកយើងបានចប់កម្មវិធីគឺយើងទៅមាត់ហោះមុនគេ បានពេលហ្នឹងយើងហោះវាសាឈ្មោះគ្រប់យើងមិនឈ្មោះមាត់ហោះឈ្មោះគ្រប់មាត់ លេខណែដាក់គ្នាឯងមាត់ហោះ គ្រប់មកគ្រប់ជារួម ទៅនៅចេញពីមាត់ហោះគឺយើងទៅហូបអីជុំគ្នាហើយក៏យើងពិភាក្សានិយាយលេងសើចជាមួយគ្នាហើយបានយើងចាប់ផ្ដើមបាយជួបគ្នាផ្ទះគឺ តែមានអារម្មណ៍ហើយ អូជីស្រី អាចសុំពី អូខេឥឡូវ រយុទ្ធ យ៉ារត់ទៅមុន និយាយទៅអាចនិយាយបានថាតាំងពីចាប់ផ្ដើមប្រកួត debate ហ្នឹងមកខ្ញុំហើយនឹងពួកគាត់បានចំណាយពេលវេលាមួយគ្នាច្រើនមែនតើអាចនិយាយបានថាជាគ្រួសារទី2អីចឹងទៅបាទហើយពេលវេលាដែលយើងបានចំណាយមួយគ្នាហ្នឹងវាបង្កើតបានទៅជា bond បានបង្កើតបានទៅជាទំនាក់ទំនងមួយយ៉ាងជិតស្និទ្ធហើយនៅពេលដែលយើងបានចំណាយពេលវេលាមួយគ្នាតាំងពីជុំទី1រហូតដល់ជុំដាច់ព្រាត់ដល់ពេលសុកលេងត្រឡប់ទៅរៀនមកវិញអញ្ចឹងវាលឿនពេកអាចនិយាយបានថាវារៀងពិបាកនៅក្នុងការ process ប៉ុន្តែធ្វើម៉េច life goes on ហើយពេលវេលាទាំងអស់ហ្នឹងវាអាចនៅសល់តែជា memory ប៉ុន្តែ memory មួយហ្នឹងគឺពិតជាមានអត្ថន័យហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ប្រកាសជាត្រឡប់មកមើលនៅពេលដែលនឹកហើយវាគឺជា memory មួយដែលធ្វើឲ្យhigh school life របស់ពួកខ្ញុំគឺខុសប្លែកហើយពិសេសជាងការសិក្សានៅក្នុងថ្នាក់ធម្មតាដែលសារតែកម្មវិធីមួយហ្នឹង តាក់ទងជាមួយនឹងរយុទ្ធផ្ទាល់ណាគឺគាត់គឺជាអាចថាខែលមួយការពារក្រុមហ្មងមានថាខ្ញុំអាចទៅសារពីសមត្ថភាពរបស់គាត់មួយគាត់បង្កើតខាង research ទិន្នន័យហើយនឹងឯកសារភាសាបរទេសអញ្ចឹងមានន័យថាប្រធានបទមិនថានៅក្នុងស្រុកឬក្រៅស្រុកទេតែភាគច្រើនគឺយើងប្រើប្រាស់ប្រធានបទក្នុងស្រុកច្រើនក៏ប៉ុន្តែយើងក៏អាចធ្វើការ research ពីឯកសារយោងផ្សេងពីក្រៅស្រុកដែរអញ្ចឹងនៅពេលដែលគាត់ជ្រៅជ្រះទៅលើអាទិន្នន័យហ្នឹងគេវាយទិន្នន័យមកគាត់វាយទិន្នន័យទៅវិញមានថាចេញមកមកអាវាយបដាលហ្នឹងគឺល្អមើលដោយសារតែគាត់មួយផ្សេងក៏ល្អមើលដែរប៉ុន្តែខ្ញុំទៅសើពីសមត្ថភាពរបស់គាត់មែនហើយសង្ឃឹមថាគាត់នឹង strengthen ability របស់ខ្លួនឯងហ្នឹងឲ្យខ្លាចទៅជាសក្តានុពលមួយសម្រាប់ពួកគាត់នៅថ្ងៃមុខ អូខេអញ្ចឹងតាមតែស្ដាប់មកគ្នាយើងបានក្រោយពីរូបភាពដែលស្អាតទទួលលើកពានរង្វាន់គ្នាយើងមានរឿងឆ្លងកាត់ជាច្រើនទាំងរចនាដែលជារៀមច្បងជួយជ្រោមជ្រែងបងប្អូនកន្លងមកហើយនឹងគ្នាយើងទាំង5នាក់បងឃើញថាពិតជារឿងដែលកម្រនឹងមានណាដោយសារតែចុងក្រោយគ្នាយើងបានសម្រេចអីដែលដូចខ្លួនឯងប៉ងប្រាថ្នា
ឥឡូវបងចូលបកត្រឡប់ទៅក្រោយតិចនៅពេលដែលគ្នាយើងធ្វើការជាមួយគ្នារហូតមកដល់ថ្ងៃនេះរឿងអីដែលគ្នាយើងអត់បានថាលាក់អត់ទាន់បានបង្ហាញអារម្មណ៍នឹងចេញមករវាងក្រុមសមាជិកក្រុមរបស់គ្នាយើងរយៈពេលតាំងពីឆ្នាំមុនមកដល់ឥឡូវដែលគ្នាយើងថាអូខឹងនេះខឹងនេះតែអត់ដែលនិយាយរឿងថ្ងៃនេះមកបងសុំម្ដងម្នាក់តោះផ្ដើមចេញពីរាយុទ្ធអូន បងខ្ញុំសុំហៅអ្នកសិនអត់វាអត់ចូលទេ សុំមេក្រុមមុនអញ្ចឹង អូខេ ពុំមេក្រុមមានចិត្តច្រើនតិចឃើញ slow ចឹងឯណាប៉ុន្តែចិត្តច្រើនណា ពីច្រើនអំចិត្តតែអត់សូវប្រាប់ពួកគាត់ទេរបៀបបើឧទាហរណ៍មានរឿងអីមួយចឹងទៅដែលខ្ញុំអត់សូវសប្បាយចិត្តមួយពួកគាត់ឧទាហរណ៍ខ្ញុំទៅសង្ងំគិតម្នាក់ឯងឬក៏ភាសាមួយយ៉ាលិនហើយគឹមហុងចឹងទៅទៅតាមពេលហើយអីដែលបើសិនជាត្រឡប់ក្រោយបានខ្ញុំចង់ស្ដីឲ្យពួកគាត់ច្រើនជាងហ្នឹងព្រោះយ៉ាងធ្វើមេក្រុមនេះយ៉ាង slow ដាក់ពួកគាត់ច្រើនពេកចឹងតែគេបានចិត្តហ្នឹងហើយគេហើយចំណុចមួយទៀតដែលខ្ញុំលាក់ហ្នឹងគឺខ្ញុំព្យាយាមយកពីពួកគាត់ច្រើនខ្ញុំព្យាយាមដាក់ខ្លួនឯង like in their shoes តែព្យាយាមយកពីគាត់តែដល់ពេលអីដែលខ្ញុំទទួលបានមកវិញគឺគាត់អត់សូវយកពីខ្ញុំឧទាហរណ៍ថាពេលដែលពួកគាត់មានបញ្ហាខ្ញុំចូលខ្លួនទៅដោះស្រាយដល់ពេលខ្ញុំមានបញ្ហាខ្ញុំឆ្លោះមួយសមាជិកក្រុមខ្ញុំដែរខ្ញុំជាអ្នកដោះស្រាយរឿងខ្លួនខ្ញុំនឹងទៀតអញ្ចឹងវាហ្នឹងហើយវាអត់ទទួលបានអីដែលយើងចង់បានណាអត់ទេអត់ដល់ថ្នាក់ហ្នឹងទេបង អូខេតោះ សុំស្រីនាងម្ដង អូយនិយាយទៅបងខ្ញុំអត់សូវមានរឿងលាក់ច្រើនទេដោយសារតខ្ញុំតែឃើញមកខ្ញុំនិយាយចឹងហ្មងហើយភាគច្រើនគឺដូចបានលើកពីដំបូងចឹងថាខ្ញុំនៅក្នុងក្រុមខ្ញុំកាចអញ្ចឹងរបៀបថាពេលមានកំហុសឬក៏មានរឿងអីចឹងខ្ញុំបញ្ចេញអារម្មណ៍ភ្លាមទៅពួកគាត់ដល់ហើយខ្ញុំមិនដែលបានប្រាប់ពួកគាត់ថារបៀបដូចយើងសប្បាយអត់ទេដូចយើងសប្បាយចិត្តនៅក្នុងការធ្វើការងារមួយគ្នាប៉ុន្តែយកដែលបានបញ្ចេញប្រាប់គ្នាដោយសារកុំឲ្យសមាជិកនីមួយគាត់បានចិត្តពេកហើយទៅឥឡូវហ្នឹងគឺចង់ប្រាប់ពួកគាត់ថាសប្បាយចិត្តមែនតើដែលយើងធ្លាប់ដូចថាយើងមានអនុស្សាវរីយ៍ល្អជាមួយគ្នាយើងដូចថាយើងកេងមួយគ្នាហើយកេងមួយគ្នាកេងរបៀបចូលគ្នាកាលនោះទិញធួយហ្នឹងហើយខ្ញុំចាំមែនដល់ពេលហ្នឹងគឺទិញធួយមកហើយសម្រាប់5នាក់ហើយដាក់មកវិញមកទៅមួយទៀតហ្នឹងហើយគឺនិយាយទៅបើសិនជានិយាយពីឥឡូវណាដល់ពេលហើយនឹកឃើញអារឿងមុនមកមានអារម្មណ៍ថាវាលឿនណាមួយឆ្នាំហ្នឹងវាលឿនខ្លាំងមែនតើហ្មងហើយខ្ញុំឡើងដំបូងគឺទទួលយកអត់បានណារបៀបយើងធ្លាប់តែជួបមុខគ្នាសុកដល់ពេលហើយបែកគ្នាភ្លាមហ្មងរបៀបវាភ្លាមពេកយើងទទួលយកអត់បានប៉ុន្តែចង់ប្រាប់ទៅពួកគាត់ថាសប្បាយចិត្តនៅពេលដែលយើងបានរួមក្រុមមួយគ្នាធ្វើការមួយគ្នារហូតទទួលបានភាពជោគជ័យហ្នឹងហើយមានតែប៉ុណ្្នឹងបង អូខេ អត់ចឹងហ្នឹងហើយ អូខ្ញុំចំពោះខ្ញុំវិញតាំងពីចូលប្រកួតរហូតមកដល់ឥឡូវនេះគឺអត់មានពាក្យលក្ខណៈដំបូងធ្លាប់អន់ចិត្តដែរប៉ុន្តែចំពោះរឿងអន់ចិត្តហ្នឹងអត់មានមួយពួកគាត់ទេបង អត់ចិត្តមួយណាគេអត់ជួយមួយណាគេ អត់ទេអាចថាប្រកួតផ្សេងទៀតប៉ុន្តែមិនមែនក្នុងក្រុម បង្គុំ ហ្នឹងហើយប៉ុន្តែឥឡូវនេះគឺមានតែពាក្យថានឹកអ្នកទាំងអស់គ្នាវិញចឹងហ្នឹងហើយតាំងពីដើមរហូតមកដល់ឥឡូវដោយសារតែខ្ញុំឈៀលកាយបងចឹងទៅអត់សូវលក្ខណៈថាគិតច្រើនទោះបីជារឿងហ្នឹងវាធំក្តីឬក៏តិចក្តីបើវាហួសហើយគឺអត់គិតតទៀត អត់គុំគួន អត់គុំគួននិយាយទៅគឺនៅតែឆ្លាញ់ពួកគាត់ហ្នឹងហើយដូចបងប្អូនកា រាយុទ្ធអូន អូខេ សម្រាប់ខ្ញុំរឿងមួយដែលខ្ញុំនេះក្នុងចិត្តហ្នឹងត្រង់ថាថ្ងៃមួយពេលងើបពីគេងមកកញ្ញាឆៃសញ្ញាធ្វើឲ្យបាក់ស្លាយធ្វើឲ្យបាក់ស្លាយធ្លាក់មកផ្ទាំងហ្មងហើយនៅពេលហ្នឹងគឺកញ្ញាឆៃស្រនាងគឺអត់មានភ័យអីទេគឺមុខមាំហើយខ្មើដដែលអញ្ចឹងតោះជារឿងហ្នឹងមួយ អត់ទេពេលហ្នឹងមែនទេពេលហ្នឹងគឺរឿងហ្នឹងគាត់ស្ដីឲ្យខ្ញុំហើយប៉ុន្តែបងគិតមើលរបៀបធម្មតាមនុស្សយើងទៅងើបពីគេងហើយទៅអារម្មណ៍យើងនៅមីងមៀងឡើយដល់ពេលឲ្យគេឲ្យទៅទៀងស្លាយ ទៀងស្លាយធ្លាក់មកហ្មងពីនឹងភ័យពួកគ្នាដល់ពេលគាត់មុខមាំអូខេ ចេះយ៉ាលិនវិញ ខ្ញុំដូចគឹមហងឃើញទៅខ្ញុំពឹងរត់ដឹកខ្ញុំលាក់អីមិនដឹងលាក់អី អត់មានគុំគួនរាយុទ្ធអី តែយុទ្ធបើសិនឥឡូវចាក់ហ្មងមនុស្សខ្ញុំបើសិនជាខ្ញុំ
ខឹងណាស់គេម្នាក់ខ្ញុំនិយាយចំហ្មងដល់ពេលចឹងទៅអស់ពេលហ្នឹងពេលឥឡូវមានរឿងអីនៅក្នុងចិត្តទេ រឿងនេះអញ្ចឹងនិយាយមួយគ្នាអស់ហើយ ចា អត់ទេតែនំចាញ់ណាយូរជាងគេ នេះយូរជាងគេ តចា អត់សូវចេញទេ ដល់ពេលចេញមកទឹកភ្នែកហូរមកមួយវា អញ្ចឹងតែថាវា emotional បាទ emotional រៀងច្រើនដែរចុះតាក់ទងជាមួយនឹងខ្លួនយើងហើយយើងបំពេញកាតព្វកិច្ចសម្រាប់ខ្លួនយើងហើយចុះសម្រាប់ប៉ាម៉ាក់តើយើងក្នុងការជីវិតជាអ្នកជជែកដេញដោលហ្នឹងផ្ដល់ជាមោទនភាពអីខ្លះចំពោះប៉ាម៉ាក់ហើយមានពាក្យពេចន៍អីតិចតួចនិយាយទៅកាន់គាត់ យ៉ាបងប្អូនតាមដែលបងចាំបាននៅពេលដែលវគ្គផ្ដាច់ព្រាត់មានវីដេអូមួយតាក់ទងជាមួយនឹងអាណាព្យាបាលហើយបងចាំបានថាការនោះបងអត់បាននៅទស្សនាដោយផ្ទាល់ទេដោយសារការនោះបងជាប់នៅក្រៅប្រទេសអញ្ចឹងបងបានឃើញតាម live ដោយសារពេលហ្នឹងបងត្រៀមឡើងយន្តហោះបងឃើញគ្នាយើងមើលតាមទូរស័ព្ទមកឃើញគ្នាយើងពេលហ្នឹងយំទាំងអស់គ្នាហើយទាំងដែលប៉ាម៉ាក់នៅពេលហ្នឹងគាត់ក៏កំពុងតែទស្សនាយើងដោយផ្ទាល់ពីក្រោមឆាកមកដែរអារម្មណ៍ពេលហ្នឹងដោយដែលបងរចនាថាអាចយើងផ្ដល់អីជូនគាត់បានតាមរយៈជីវិតនៃការជជែកដេញដោលលើសពីគាត់មានមោទនភាពសម្រាប់យើងអារម្មណ៍អីដែលគ្នាយើងចង់បង្ហាញជូនគាត់ និយាយទៅបងសម្រាប់ខ្ញុំហ្មងណាគ្រាន់តែវាថាគ្រាន់តែគេចាក់វីដេអូនឹងមកភ្លាមណាគឺមានអារម្មណ៍ថាភ្ញាក់ដោយសារតែអត់គិតថាគេទៅសម្ភាសប៉ាម៉ាក់យើងឯងហើយអារម្មណ៍ខ្ញុំពេលហ្នឹងគឺនៅលើឆាកហើយខ្ញុំនិយាយទៅគឺខ្ញុំប្រាប់តែពាក្យមួយនៅក្នុងចិត្តខ្ញុំឯងថាខ្ញុំនឹងយកទៀនទៅផ្ទះវិញយកមេដាយឲ្យពួកគាត់វិញហើយនិយាយទៅគឺពេលហ្នឹងទទួលបានមែនហើយសប្បាយចិត្តមែនតើមកដោយសារតែយើងចំណាយពេលយូរមែនតើហើយហត់នឿយក៏ច្រើនដែរហ្នឹងហើយបង អញនិយាយបានថានៅពេលដែលយើងចូលរួមក្នុងកម្មវិធីជជែកដេញដោលហ្នឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំឃើញប៉ាម៉ាក់យើងតិចជាងមុនដោយសារតែយើងចេញពីរៀនមកធ្វើពេលខ្លះដល់យប់ដោយសារតែការហាត់សមជាពិសេសពេលដែលចិត្តដល់ថ្ងៃឡើងហ្នឹងគឺចំណាយពេលច្រើនមួយក្រុមអញ្ចឹងក៏បានប្រើប្រាស់ពេលវេលាតិចជាមួយនឹងក្រុមគ្រួសារហើយនៅពេលដែលឃើញវីដេអូប៉ាម៉ាក់ដែលគេទៅសម្ភាសចាក់ឲ្យគាត់និយាយថាប៉ាមានមោទនភាពលើរាយុទ្ធម៉ាក់មានមោទនភាពលើរាយុទ្ធអីហ្នឹងពេលហ្នឹងអារម្មណ៍មួយហ្នឹងវាជាអារម្មណ៍មួយដែលនិយាយមិនថាយើងទាំងអស់គ្នាសិតសឹងតែចង់ទទួលបានចង់លឺហើយនៅពេលដែលយើងកំពុងតែឡើងឆាកប្រកួតហ្នឹងគ្រាន់តែឃើញវីដេអូហ្នឹង4នាក់ខ្ញុំក៏ដូចជាគឹមហុងដែរនៅលើឆាកហ្នឹងគឺយំទាំងអស់គ្នាហ្មងហើយក៏ shout out ទៅខាងក្រុមកំពង់ចាមដែរដោយសារតែគាត់បានយកកណ្ដាលជូតទៅផ្ទៃឲ្យពួកយើងគាត់ អត់បានយកឡើង អត់បានយកកណ្ដាលអត់បានធៀមសម្រាប់កណ្ដាលជូតទឹកភ្នែកអីតែខាងក្រុមស្រកហ្នឹងគាត់បានធៀមកណ្ដាលសម្រាប់ជូតទឹកភ្នែកហើយគាត់ដឹងថានឹងមានអាការយំអីហ្នឹងមកហើយគាត់ចែករំលែកឲ្យកណ្ដាលហ្នឹងឲ្យពួកយើងទៀតហើយពេលហ្នឹងយកកណ្ដាលហ្នឹងមកជូតទឹកភ្នែកមកហើយក៏មាន mindset មួយប្រាប់ថាយើងបានចំណាយពេលវេលាក៏ដូចជាកម្លាំងច្រើននៅលើវេទិកាមួយហ្នឹងឯងប៉ាម៉ាក់យើងតែងតែលើកទឹកចិត្តហើយវាក៏ជាពេលមួយដែលយើងត្រូវតែធ្វើអីដើម្បីឲ្យជាទីមោទនៈសម្រាប់ពួកគាត់ហើយទីបំផុតក៏ពួកយើងធ្វើបានមែនលេខថែមទៀត ចំពោះយ៉ាលីន ចំពោះខ្ញុំអញនិយាយមកថារឿងប្លែកតិចដោយសារខ្ញុំអត់សូវ surprise មែនទេពេលហ្នឹងដោយសារម៉ាក់គាត់ឆ្លើយមុនប្រាប់មុន ស្ពយទៀត ពេលហ្នឹងគេអត់ឲ្យដឹងទេតែពេលថ្ងៃគេចេញវីដេអូបេក្ខជនធម្មតាទៅម៉ាក់គាត់សួរគេផុសវីដេអូណាព្យាបាលនៅ ពេលវីដេអូណែនាំខ្លួនណែនាំប្រធានបទពីអ្នកតៃណូ ទៅគាត់សួរចឹងទៅខ្ញុំដឹងហ្មងទៅហើយចំណុចមួយពេលខ្ញុំមើលវីដេអូឃើញលេងឡងខ្ញុំឃើញខ្ញុំដឹងតែគាត់ like គាត់ឃើញកូនមកចឹងគាត់សប្បាយចិត្តតែប៉ុន្តែចំណុចរឿងមួយទៀតគឺខ្ញុំឃើញគាត់ពីរនាក់នៅមួយគ្នាគាត់រៀង sweet ហើយទៅ like និយាយប្រាប់កូននៅលើបានកូនមកប្រកួតនៅលើវេទិកាថ្នាក់ជាតិ and ខ្ញុំបានឲ្យគាត់ like មានកិត្តិយសមានអីឡើងមកនិយាយឲ្យគាត់ដឹងថាគាត់មានកូនគាត់ជាបេក្ខជនឡើងមកលើថ្នាក់ជាតិហើយតែពេលក្រោយតាំងពីក្រោយពេលឈ្នះឬមួយក៏ពេលតទៅមុខទៀតហ្នឹងលឺអ្នកកន្លែងសរសើរគាត់ឲ្យគាត់មកប្រាប់ខ្ញុំរហូត តាមចំពោះនារី បងខ្ញុំអីដែលចង់និយាយទៅគ្រូសាជាពិសេសម៉ាក់ដែលគាត់ជាវីរៈនារីរបស់ខ្ញុំហ្មងតាំងពីដើមអើយតាំងពីកម្រិត BLT គឺគាត់ចាំជូនខ្ញុំមកប្រកួតគាត់ចាំនៅក្បែរខ្ញុំចំណិចហើយគាត់មានន័យច្រើនតែគាត់បានទៅជួយលើកទឹកចិត្តហើយពេលដែលជាប់ចឹងទៅគាត់មកអោបយើងគាត់មក
លើកទឹកចិត្តហើយតែកូនឯងធ្វើបានល្អហើយទោះបីឈ្នះចាញ់ក៏ជាបញ្ហាដែរម៉ាក់នៅតែគ្រប់ត្រអញ្ចឹងណាអញ្ចឹងទៅវាជាចំណុចមួយដែលខ្ញុំសប្បាយចិត្តហើយខ្ញុំតែងតែចាំរហូតដល់ឥឡូវ អារម្មណ៍ពេលហ្នឹងមិនដែរអូនពេលដែលដឹងថាខ្លួនឯងឈ្នះពានរង្វាន់ភ្លាមចុះមកពីលើឆាកវិញគ្នាយើងអ្នកណាដែលគ្នាយើងនឹកឃើញមុនគេ ម៉ាក់ ម៉ាក់ ប៉ា ប៉ាពេលហ្នឹងប៉ាខ្ញុំអត់មកហើយតែខ្ញុំដឹងថាគាត់មើលនៅផ្ទះ បាទ អញ្ចឹងទៅក៏សប្បាយចិត្តដែរហ្នឹងដែរ បើសម្រាប់ខ្ញុំវិញនៅពេលដែលគាត់ថាមុននឹងចាប់ផ្ដើមប្រកួតហ្នឹងគឺខ្ញុំទៅដល់ផ្ទះរដងឃើញផ្ទះស្អាតហ្មងប៉ុន្តែលេងសាននេះទៅដល់ផ្ទះភ្លាមលេងផ្ទះឡង់តលីល្វឹងហ្មងហើយក៏ឆ្ងល់សួរគាត់គាត់ថាអត់មានបញ្ហាអីទេគ្រាន់តែម៉ាក់រៀបចំផ្ទះធ្វើម៉ាក់តលីក៏លោកបងប្អូនក៏មកលេងចឹងទៅ ម៉ាក់បកា ហ្នឹងហើយខ្ញុំវារៀងសប្រៃដែរលេងប្អូនគាត់ប្រាប់គាត់ថាមានបងទៅអាចខ្វះសេធំណាគាត់មកកាន់ថតវីដេអូថតថៃទៀតអីចឹង ថតតែងៀត បាទហើយទៅខ្ញុំថាណាគេគាត់ថាខ្ញុំមកដឹងដែរដឹងខាងណាដល់ទៅឲ្យធំហើយចឹងទៅក៏ដឹងថាអូប្រហែលជា គេមកថតតាម ហ្នឹង ណា ហើយបាទពីចំណាប់អារម្មណ៍ឯផ្សេងផ្សេងអញ្ចឹងនៅពេលដែលពេលដល់វគ្គចាប់ផ្ដើមប្រកាសលទ្ធផលគឺខ្ញុំសប្បាយចិត្តមែនតើពីព្រោះវាគឺជាការខិតខំប្រឹងប្រែងទាំងក្រុមក៏ដូចជារបស់ខ្ញុំចំពោះមិនថាទាំងខ្លួនឯងជាពិសេសគឺម៉ាក់ប៉ានឹងឲ្យគាត់មានកិត្តិយសក៏ដូចជាមោទនភាពមកលើពួកយើងអញ្ចឹងហើយវារៀងសប្បាយចិត្តខ្លាំងមែនតើទោះបីជាម៉ាក់ក៏ធ្លាប់ប្រាប់ខ្ញុំដែរប៉ាក៏ធ្លាប់ប្រាប់ដែរថាម៉ាក់អត់ដែរចូលលក្ខណៈថាមិនថាសាឡាតលក្ខណៈថាពេលហ្នឹងខ្ញុំប្រកួតនៅសាខាសិនទេហើយខ្ញុំក៏បានហៅគាត់នៅវគ្គ final ឲ្យមកជួយគ្រប់គ្រងមើលអញ្ចឹងពីព្រោះដល់ថ្ងៃប្រកាសលទ្ធផលហើយអញ្ចឹងនៅពេលដែលគាត់បានទៅដល់សាខាចောင်းចៅភ្លាមគាត់ឃើញសាលាវាធំហើយគាត់មានអារម្មណ៍ថារំភើបថាកូនខ្លួនឯងគឺគាត់ជាខ្លាំងមែនតើដែរលក្ខណៈថា ឡើងយាយ ឡើងនិយាយលើឆាកធំហើយគាត់អត់ដែរឃើញសាលាអីធំហ្នឹងហើយហើយគាត់ សាលាបាធី បាទគាត់ទៅចូលលើកដំបូង បាទ អញ្ចឹងនៅពេលដែលខ្ញុំបានឈ្នះហើយគាត់ក៏អបអរមានមោទនភាពលើខ្លួនឯងលើខ្ញុំហើយនៅពេលដែលខ្ញុំបានទៅឈ្នះដល់ថ្នាក់ជាតិទៀតខ្ញុំក៏បានហៅគាត់ទៅម្ដងទៀតអញ្ចឹងនៅពេលដែលគាត់ទៅលក្ខណៈគាត់ធ្លាប់ទៅនៅផ្សាររហូតហើយគាត់អត់ដែរមកសង្កេតមើលមិនថាទាំងសាលាមិនថាទាំងអីគឺវាមើលទៅផ្លឹងហើយស្អាតមានអនាម័យអញ្ចឹងទៅគាត់មានអារម្មណ៍ថាវាអស្ចារ្យសម្រាប់គាត់ដែលគាត់បានឃើញកូនខ្លួនឯងមកប្រកួតនៅកន្លែងចាំដុលឬក៏សាលាអីដែលធំបាទហ្នឹងហើយទៅគាត់មានអារម្មណ៍ថារំភើបហើយនៅពេលដែលខ្ញុំដឹងថាឥឡូវសុំរៀងចាក់បន្តិចនៅពេលដែលឈ្នះចឹងទៅបានប្រកាសលទ្ធផលឈ្នះភ្លាមចាប់ដើមថតរូបគឺម៉ាក់ប៉ាគាត់ហុចផ្កាខ្ញុំមុនគេចឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយខ្ញុំដឹងថាគាត់រហងៃនេះគឺធ្វើការសម្រាប់បានតែ3ទៅ4ម៉ោងទេហើយខ្ញុំក៏បានជួយគាត់ខ្លះដែរពីការសិក្សាចឹងទៅហើយមានអារម្មណ៍ថាអូសប្បាយចិត្តខ្លាំងមែនតើពេលខ្លះយំពេលជិះម៉ូតូទៀតនៅពេលដែលដឹងថាគាត់ពិបាកសម្រាប់ខ្ញុំហើយចឹងទៅខ្ញុំត្រូវតែប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែខំដើម្បីពួកគាត់វិញ ពិតជាមានមោទនភាពមែនតើតាមដែលខ្ញុំបានដឹងគឺគឹមហុងគឺជាមនុស្សម្នាក់ដែលតស៊ូមែនតើអាចថាតស៊ូតាំងពីគាត់រៀននៅខេត្តរហូតដល់ម្ដងបំពេញបានចូលរៀននៅសាលាបាធីហើយបានផ្ដល់ឱកាសពីសាលាបាធីឲ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗទៅគាត់មានថ្ងៃហ្នឹងអញ្ចឹងក៏ពិតជាមានមោទនភាពសម្រាប់គាត់ដូចគ្នា បាទតាមដែលស្ដាប់សាច់រឿងពីដើមមកក្មេងៗ5នាក់ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវរៀនបដាចូលរួមកម្មវិធីថ្នាក់ជាតិបដាបានរំលេចនៅរឿងមួយចំនួនទាំងពីក្រោយរូបភាពដែលទទួលបានជ័យលាភីទម្រាំតែគ្នាយើងទទួលបានជ័យលាភីប្រកាសហើយដូចតែគ្នាយើងលើកឡើងមិញថាមានបងរចនាម្នាក់ដែលជារៀមច្បងដែលតែងតែជំរុញតែងតែមើលថែតែងតែបង្រៀនណែនាំទៅដល់គ្នាយើងទាំង5នាក់ឥឡូវអង្គុយចំពោះមកបងរចនាគ្នាយើងបងសុំម្នាក់មួយម៉ាត់តើមានចំណាប់អារម្មណ៍បែបណាដែលកាន់សិស្សច្បងម្នាក់ដែលតែងតែមើលថែគ្នាយើង ចំពោះខ្ញុំដោយសារតែគាត់ជាអ្នករួមដំណើរជាមួយពួកយើងចំពោះមិនថាពេលប្រកួតឬក៏មុនពេលប្រកួតគាត់ជាគ្រូបង្វឹកផងទៅ
ជាបងស្រីជាម្ដាយជាហ្នឹងហើយជាគ្រប់យ៉ាងហ្នឹងហើយតែហើយក៏ជាសាឡន សាឡនរបស់3នាក់ របស់3នាក់បាទហើយបងបតក៏ជាបងប្រុសមួយលក្ខណៈថាការពារបងប្អូនមួយដែរ មួយម៉ាត់ចុងក្រោយទៅកាន់បងទាំងពីរ មួយមកចុងក្រោយគឺអរគុណបងខ្លាំងមែនតើទាំងកម្លាំងកាយក៏ដូចជាកម្លាំងចិត្តទោះបីតែពេលខ្លះមានអារម្មណ៍ថាអន់ចិត្តឬក៏សង្ឃថាចង់បាក់ទឹកចិត្តក៏គាត់ទៅណានៅតែលួងលោមលើកទឹកចិត្តយើងហើយផ្ដល់មតិយោបល់ដល់យើងច្រើនខ្លាំងមែនតើប្រសិនបើវាមិនថាជាបញ្ហាទូចឬក៏ធំក៏ដោយប្រកបនៅតែនៅក្បែរពួកយើងជួយលើកទឹកចិត្តជួយ អូខេតោះយើងយ៉ាលីន និយាយទៅចំពោះបងទាំងពីរគឺស្ទើរតែនៅគ្រប់វិនាទីពេលខ្ញុំពឹង debate ហ្នឹងហើយអត់មានអីច្រើនទេសង្ខេបឲ្យខ្លីគឺខ្ញុំមានសំណាងខ្លាំងមែនតើខ្ញុំពួកខ្ញុំទាំង5នាក់គឺមានសំណាងខ្លាំងមែនតើដែលមានពួកគាត់ទាំងពីរចូលមកក្នុងជីវិតពួកខ្ញុំកំឡុងពេល debate ហ្នឹង ទីនាង អូមកសុំជួយទឹកភ្នែក ឥឡូវគាត់អូខេតែជួយទឹកភ្នែកខ្ញុំសុំទៅថែមតិចអញ្ចឹង អូខេតែយកជើញ និយាយទៅបងរចនាហើយនឹងបងគាត់បានលះបង់និយាយទៅលះបង់ច្រើនមែនតើសម្រាប់ពួកខ្ញុំទាំង5នាក់ដោយសារតគាត់ដឹងថាពួកខ្ញុំក្មេងៗហើយជាអ្នកដើរនៅលើវិថីនឹងក្រោយគាត់បានចូលរួមចែករំលែកជាច្រើនហើយនៅពេលដែលពួកខ្ញុំធ្វើអញ្ចឹងមានថ្ងៃខ្លះទោះបីជាគាត់ឈឺដាក់បងបិទកម្ដៅបងបិទអីមានផ្ដាសាយមានផ្ដាអីក៏គាត់នៅតែមកធ្វើការមកកន្លែងហើយតែតែចាំជួយពួកខ្ញុំទោះបីជាគាត់ឈឺទោះបីជាគាត់អីក៏គាត់នៅតែនិយាយទៅគាត់លះបង់ច្រើនសម្រាប់ពួកខ្ញុំហើយអត់មានអីច្រើនគេពីពាក្យថាអរគុណហើយនិយាយទៅពួកខ្ញុំទាំងអស់គ្នាប្រហែលអ្នកហ្នឹងជាពួកខ្ញុំទាំងអស់គ្នានៅថ្ងៃហ្នឹងក៏ដោយសារតែមួយចំណែកធំបងដែរ actually ទៅក៏ពិតចង់ផ្ដល់អីដែលគាត់ deserve ណាព្រោះគាត់ដូចនិយាយចឹងគឺបានលះបង់ច្រើនសឹងថាច្រើនជាងពួកយើងទៀតក៏ថាបានអញ្ចឹងទោះបីថាពួកខ្ញុំអត់បានផ្ដល់នៅជាលិខិតសារឬក៏ជាមេដៃឬក៏អីប៉ុន្តែពួកបងបានឈ្នះបេះដូងពួកខ្ញុំអស់ហើយអញ្ចឹងមានតែក្តីស្រឡាញ់ហើយអរគុណខ្លាំងមែនតើមិនថាបងដាច់ទេបងបននៅក្រោយនឹងអង្គុយទោមុខហ្មងព្រោះអត់ដែរចំណាយពេលនិយាយជាសារលើកទឹកចិត្តអញ្ចឹងទេអញ្ចឹងនេះជាឱកាសមួយល្អហើយពីខ្ញុំទៅបងដូចជាបងស្រីម្នាក់ចឹងខ្ញុំថាជានិស្ស័យមួយគាត់ក៏ថាបានដែរខ្ញុំស្គាល់គាត់តាំងតូចតាំងពីនៅថ្នាក់បឋមធ្លាប់តែឮគាត់ឈ្មោះបងរចនាតែមិននឹកស្មានថាឥឡូវនេះគាត់បានធ្វើជាគ្រូបង្វឹករបស់ខ្ញុំហើយមកទៅពេលបច្ចុប្បន្ននេះក៏ពួកខ្ញុំនៅតែរក្សាតំណែងតំណងល្អហើយក៏ពេលខ្លះចំណាយពេលញ៉ាំអីមួយគ្នានិយាយរឿងក្នុងចិត្តចែករំលែកគ្នាចឹងទៅហើយអរគុណគាត់ដែលតែនៅក្បែរហើយបង្ហាត់ខ្ញុំឲ្យខ្ញុំចេះនិយាយបានល្អភាសាជាងមុនខ្លះជាមនុស្សម្នាក់ដែលអាចថាអាចធ្វើជាខ្លួនឯងបានណាហើយគាត់តែងតែផ្ដោតដំបូងមានល្អដល់ខ្ញុំហើយជាពិសេសអាចជួយដោះស្រាយបញ្ហានៅពេលដែលខ្ញុំជួបផងដែរព្រោះដូចនិយាយចឹងតាំងពីដើមវីដេអូចឹងគឺអត់សូវមានអ្នកគេយកទេមានតែគាត់ទេដែលអាចជួយខ្ញុំបានហ្នឹងហើយអរគុណបង នាង និយាយទៅអូយបើខ្ញុំនិយាយច្រើនពេកដឹងតែយំហ្មងតែនិយាយទៅគឺតាំងពីដើមមកហ្មងគឺមានតបងរចនាមួយបងបត់របៀបទាំង script ទាំងអីទាំងអស់ហ្នឹងគឺគាត់ជួយច្រើនមែនតើតាំងពីវគ្គរាជធានីរហូតដល់ផ្ដាច់ព្រាត់និយាយទៅគឺគាត់បរៀនខ្ញុំឲ្យខ្ញុំចេះធ្វើ script ខ្លួនឯងចេះរឹងមាំហើយនិយាយទៅគឺមានទំនុកចិត្តជាងមុនទៀតអញ្ចឹងគឺមានតែអរគុណដល់បងទាំងពីរដែលយើងចំណាយពេលមួយគ្នារហូតចិត្តមួយឆ្នាំនិយាយទៅគឺចិត្តមួយឆ្នាំហើយគឺសប្បាយខ្លាំងមែនតើទាំងនិយាយទៅគឺមានពេលវេលាច្រើនទាំងពេលសើចទាំងពេលយំគឺចង់និយាយថាគឺអាពេលវេលាដូចជាអនុស្សាវរីយ៍ហ្នឹងគឺវានៅតែដកជាប់ក្នុងចិត្តខ្ញុំហើយពេលនឹកឃើញម្ដងតែខ្លះគឺសុកតែអង្គុយអូសមើលវីដេអូចាស់ក៏មានដែរហើយនិយាយទៅគឺខ្ញុំចាំបានហ្មងពេលដែល final ដូចធ្លាប់និយាយពីមុនហើយប៉ុន្តែគឺ final គឺពេលហ្នឹងគឺខ្ញុំបាក់ខ្លាំងមែនតើមុនឡើងប្រកួតប៉ុន្តែគឺមានបងដែលគាត់ជួយបែរន័យថាជួយលើកទឹកចិត្តខ្ញុំបន្ថែមទៀតរហូតអាចឲ្យខ្ញុំហ្នឹងអាចឈានជើងឡើងទៅប្រកួតនិយាយរហូតដល់ចប់ហើយទទួលបានជ័យលាភីថែមទៀតអញ្ចឹងគឺអរគុណហើយ
មានតែពាក្យថាអរគុណមកបងហើយស្រឡាញ់មកបងខ្លាំងមែនតើ ហើយចង់ក្រោយនៅពេលដែលខ្ញុំនឹកពួកគាត់ម្ដងគឺអត់មានអីក្រៅពីមើលវីដេអូវ៉ាន់ពូយ៉ាងទេ មករកឆ្នាំកៃនេះខ្លាំង កាលហ្នឹង edit វីដេអូច្រើន និយាយទៅបងរចនាបើសិនជាពេលដែលគាត់ serious ពេលគាត់បញ្ចេញមតិអីចឹងគាត់បែរដូចជាឃ្លាំងនៃគំនិតចឹងប៉ុន្តែពេលក្រៅពេលលេងពេលអីគាត់បែរដូចជាមិត្តភក្តិរបស់ពួកយើងចឹងរបៀបអញមិនថាដូចជាដូចមានអ្នកដែលមានអាយុប្រហែលពួកយើងហើយមានអារម្មណ៍ថាគឺស៊ីគ្នាមានអារម្មណ៍ថាដូចជា អត់អាចចូលរួម ក្រុមមិត្តមួយមក ជាក្មេងតូចពូកែងងើ គ្មានទៅកែងគ្មានទៅកែងយក និយាយទៅគឺមានបងបត់ហើយបងរចនាបន្ទប់ debate របស់យើងគឺអត់ស្ងាត់ហ្មងនិយាយទៅគឺសុបាយរហូត ជប់សុំត្រូវបែកទៅ moment មួយចាំអាពេលយើងទៅលេងតងពេលហ្នឹងលេងដូចក្មេងៗអញ្ចឹងហើយពេលហ្នឹងបងរយគាត់លេងមកយើងដែរដូចពេល like ក្មេងៗ feel like a group of friends ចឹង ទេឥឡូវបងស្ដាប់នៅអារម្មណ៍ដែលគ្នាយើងមានទៅលើសិស្សច្បងជាពិសេសរចនាដែលគាត់តែងតែនៅជួយគ្នាយើងតែងតែជាអាចនិយាយថាជាកម្លាំងមួយដែលរុញច្រានឲ្យគ្នាយើងទទួលបាននូវភាពជោគជ័យរហូតទៅដល់លើកពានរង្វាន់ហើយក៏ឃើញរចនាកំពុងតែឌឺដដកដែរផងដែរឥឡូវចង់ស្ដាប់ពីអាចនិយាយថាដែលគ្នាយើងថាជាបងស្រីរបស់គ្នាយើងម្នាក់ដែលតែងតែនៅពីក្រោយបងប្អូនអារម្មណ៍របស់អូននៅពេលនេះរួមទាំងបកទៅការពីពេលដែលបងប្អូនទទួលបានជ័យលាភីសម្រាប់អូនគិតបែបណាហើយមានអារម្មណ៍យ៉ាងម៉េចចំពោះបងប្អូនទាំង5នាក់ ជាក់ស្ដែងទៅនៅក្នុងអេពីសូតនេះគឺយើងនិយាយពីជីវិតជាអ្នកប្រកួតជជែកដេញដោលហើយដោយដែលទស្សនិកជនគាត់បានមើលអញ្ចឹងទស្សនវិជ្ជាទាំងអស់នេះហើយគឺជាជីវិតរបស់អ្នកជជែកដេញដោលដំណើរនៃ debate គឺវាអត់ស្រស់បំប្រងទេព្រោះវាទាមទារពេលវេលាការវិនិយោគទៅលើការចំណាយពេលវេលារបស់យើងការស្រាវជ្រាវហើយជាមួយនឹងការយល់ចិត្តគ្នា team spirit គឺពិសេសខ្លាំងបំផុត ហើយដោយដែលបានដឹកឡើងអញ្ចឹងគឺខ្ញុំតែងតែដាក់បញ្ចូលខ្លួនឯងជាសមាជិកមួយទៀតអាចថាជា6នាក់បត់ជាទី7ចុះដែលចូលរួមប្រកួតជាមួយនឹងគ្នាចូលរួមជាលេងជាមួយគ្នាអីជាមួយគ្នាទាំងអស់អញ្ចឹងមានន័យថាគាត់ជួបរឿងអីពួកខ្ញុំជួបរឿងហ្នឹងគាត់ថាខ្ញុំជាអតីតដែលធ្លាប់ប្រកួតឆ្នាំ 2022 អញ្ចឹងដំណើរដែលពួកគាត់ដើរហ្នឹងវាដូចគ្នាជាមួយនឹងដំណើរដែលខ្ញុំដើរអញ្ចឹងជួបបញ្ហាអីខ្លះអាចថាខ្ញុំដឹងបានច្រើនបាទខ្ញុំជួយ guide ពួកគាត់ទៅហើយនៅពេលដែលអារម្មណ៍ហ្មងណាគឺនៅពេលដែលmemory នឹងជាមួយនឹងយើងណាវាមានតម្លៃលើសពីមេដៃវាមានតម្លៃលើសពីលិខិតសរសើរឬក៏មានតម្លៃលើសពីពាក្យថាគ្រូបង្វឹកពេញសិទ្ធអញ្ចឹងគឺខ្ញុំចង់ផ្ដាំថាអ្នកទាំងអស់គ្នាថាធ្វើអីក៏ដោយគឺយើងលះបង់ឲ្យអស់ពីបេះដូងរបស់យើងលះបង់ពីកម្លាំងកាយចិត្តរបស់យើងលទ្ធផលចុងក្រោយទោះអត់សមបំណងរបស់យើងក៏ប៉ុន្តែយើងបានធ្វើវាអស់ពីសមត្ថភាពដោយអីដែលខ្ញុំបានផ្ដល់ទៅពួកគាត់អញ្ចឹងគឺពួកគាត់សិតតែចាំនៅក្នុងចិត្តហើយអាចថាវាជាមេរៀនសម្រាប់ពួកគាត់សម្រាប់ជីវិតពួកគាត់សម្រាប់ជីវិតខ្ញុំហើយក៏សម្រាប់ជីវិតជាអ្នកជជែកដេញដោលអ្នកទាំងអស់គ្នាដែរមួយអេពីសូតនេះមានគ្រប់រូបភាពទាំងអស់ណាមានគ្រប់រូបភាពទាំងបានបង្ហាញអំពីសមិទ្ធផលដែលគ្នាយើងទទួលបាននៅជោគជ័យរហូតយកនៅកិត្តិនាមកិត្តិស័ព្ទកិត្តិយសជូនក្រុមគ្រួសារសាងនៅអនុស្សាវរីយ៍ជាច្រើនហើយរូបភាពពីក្រោយជ័យលាភីជាច្រើនដែលគ្នាយើងបានបង្ហាញហើយចែកចម្លែកទៅកាន់ទស្សនិកជនជាពិសេសបងប្អូននៃសាលាបែទីអន្តរជាតិដែលពីព្រោះសាលាយើងមានកម្មវិធីជជែកដេញដោលមានកម្មវិធីនិយាយជាសាធារណៈជាច្រើនដែលអាចជា tip មួយសម្រាប់គ្នាយើងនៅក្នុងការយកទៅអនុវត្តនិងត្រង់ត្រាប់នៅអ្វីដែលបងអតីតជ័យលាភីបានឆ្លងកាត់បទពិសោធន៍ហើយគាត់នឹងចែករំលែកជូនបងប្អូនត្រឡប់មកវិញជាចុងក្រោយសម្រាប់គ្នាយើងដែលឆ្លងកាត់រឿងជាច្រើនបងចង់ឲ្យមានចំណុចដែលចង់ផ្ដាំផ្ញើទៅកាន់បងប្អូនដែលកំពុងតែត្រៀមខ្លួនដែលចង់ក្លាយជាអ្នកជជែកដេញដោលហើយអាចចែករំលែកនៅបទពិសោធន៍ម្នាក់បន្តិចជូនចំពោះបងប្អូនថាតើពួកគាត់គួរធ្វើអ្វីផ្ដើមចេញពីរយុទ្ធអូនពីហងមុនមកអូខេឥឡូវអូនអាចចែករំលែកពីកលឹះថាធ្វើម៉េចបានខ្លាចជាអ្នកជជែកដេញដោលល្អមានសារអីលើកទឹកចិត្តគាត់ហើយជាពិសេសទៀតគឺទៅកាន់សាលាផ្ទាល់ដែលតែងតែបើកឱកាសឲ្យយើងចូលរួមប្រកួតបើសិនជាសាលាអត់បានបើកឱកាសក្រសួងអប់រំយុវជននិងកីឡាអគ្គនាយកដ្ឋានយុវជនអត់បានបើកឱកាសឲ្យយើងចូលរួមបង្កើតកម្មវិធីក៏យើងអត់មានព្រឹត្តិការណ៍ទាំងអស់នឹងកើតឡើងដែរអញ្ចឹងតើមានអីថ្លែងអំណរគុណក៏ដូចជាពិសេសទៅកាន់អ្នកជំនាន់ក្រោយរបស់យើងអូខេចេញពីនារីមុនចុះ អូខេ
ចឹងឆ្លើយតបទៅនឹងអីដែលបងបានលើកឡើងទី1តកតងកន្លឹះក្នុងការខ្លាយជាអ្នកជជែកដេញដោលមួយដ៏ល្អអញ្ចឹងទី1យើងត្រូវតាំងចិត្តថាយើងចូលប្រកួតហ្នឹងគឺយើងត្រូវកំណត់គោលដៅរបស់ខ្លួនថាចូលមកហ្នឹងគឺដើម្បីអ្វីយើងយកបទពិសោធន៍យកចំណេះដឹងឬក៏ចូលមកគ្រាន់ដើម្បីថាសាកហើយទោះបីជាប់ឬក៏ចាញ់វាអត់ជាបញ្ហាអញ្ចឹងពីខ្ញុំទៅត្រូវតាំងចិត្តឲ្យមាំហើយទោះបីជាមានបញ្ហាអីក៏ដោយត្រូវតែលះបង់ទាំងពេលវេលាទាំងកម្លាំងកាយចិត្តហើយធ្វើវាឲ្យបានល្អហើយទី2ត្រូវព្យាយាមសិក្សាពីសមាជិករបស់យើងរៀងខ្លួនព្រោះយើងចូលមកនេះគឺមិនមែនតែធ្វើតែម្នាក់ឯងទេយើងធ្វើការជាក្រុមជាធ្លុងមួយអញ្ចឹងអីដែលយើងនឹងត្រូវដោះស្រាយគឺតាក់ទងជាមួយនឹងបញ្ហាក្នុងក្រុមត្រូវយកពីបុគ្គលិកលក្ខណៈរបស់សមាជិកមួយថាគាត់ជាមនុស្សបែបណាកាយ slot បកកាយនិយាយឬក៏បកកាយលេងអានឹងយើងត្រូវយកដឹងពីចំណុចដឹងផងដែរហើយទី3ត្រូវចេះសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅមើលឯកសារព្យាយាមអានឯកសារហើយទាំងក្នុងស្រុកទាំងក្រៅស្រុកយើងត្រូវធ្វើម៉េចយកសិក្សាស្រាវជ្រាវឲ្យចម្រាញ់ឲ្យបានច្រើនតាមតែអាចធ្វើបានដើម្បីបង្កើតជា script មួយដែលល្អហើយយកឲ្យអ្នកស្ដាប់គាត់ទទួលបាននូវចំណេះដឹងនិងព្យាយាមផ្សព្វផ្សាយនៅអ្វីដែលល្អនិងលើកឡើងក្នុងនាមជាអ្នកជជែកមួយជាពិសេសគឺត្រូវចេះធ្វើការវិបកទៅលើគំនិតចេះធ្វើការរីបាត់ជាពិសេសក្នុងវគ្គ Q&A ហ្នឹងហើយដែលយើងអាចសបបញ្ជាក់ថាយើងពិតជាអ្នកជជែកដេញដោលមួយដ៏ល្អនឹងឲ្យយល់ពីប្រធានបទព្រោះយើងត្រូវធ្វើការបកស្រាយត្រូវការយល់មិនមែនគ្រាន់តែបង្កើតជា script ហើយឡើងទៅសូត្រដូចមេសូទេអញ្ចឹងអាហ្នឹងវាក៏ជាចំណុចមួយដែលយើងត្រូវជៀសវាងផងដែរអញ្ចឹងអាហ្នឹងពីខ្ញុំទៅជាកន្លឹះមួយចំនួនហើយក៏សំណួរបន្ទាប់សូមឲ្យសមាជិកខ្ញុំជាអ្នកឆ្លើយបន្តចា៎សូមបន្ថែមតិចតទៅមួយនឹងកន្លឹះនៅក្នុងការជជែកដេញដោលសម្រាប់ខ្ញុំហើយនឹងក្រុមផ្ទាល់ពួកយើងភាគច្រើនផ្ដោតសំខាន់មែនតើលើខ្លឹមសារយើងអត់សូវផ្ដោតលើកត្តាអីគេផ្សេងទៀតទេភាគច្រើនជាខ្លឹមសារហើយពួកយើងមានយុទ្ធសាស្ត្រមួយត្រង់ថាយើងផ្ដោតសំខាន់លើខ្លឹមសារយើងនិយាយទៅកាន់ជាពិសេសចំពោះគណៈកម្មការជាក់ស្ដែងនៅក្នុងវគ្គ final ផ្ទាល់តែម្ដងហ្នឹងយុទ្ធសាស្ត្ររបស់ក្រុមទាំងពីរហ្នឹងមានផ្សេងគ្នាប៉ុន្តែពួកខ្ញុំគឺផ្ដោតសំខាន់លើខ្លឹមសារទៅកាន់គណៈកម្មការហើយយើងត្រូវដឹងថាក្នុងនាមយើងជាអ្នកជជែកដេញដោលយើងត្រូវដឹងថាយើងនិយាយចំពោះពីណាគេហើយយើងនិយាយក្នុងន័យអីគេហើយយើងនិយាយក្នុងគោលបំណងអីគេហើយក្នុងនាមជាអ្នកជជែកដេញដោលផ្ទាល់ហ្នឹងយើងឡើងទៅហ្នឹងយើងមិនមែនឡើងទៅក្នុងន័យតែគ្រប់គ្រងអំពីប្រធានបទមួយទេប៉ុន្តែយើងគួរណាតែមានគោលបំណងមានដំណោះស្រាយចូលរួមចំពោះប្រធានបទមួយហ្នឹងហើយនិយាយទៅការជជែកដេញដោលវាលើសពីការពិភាក្សាប្រាប់ថាអ្នកឯងខុសអ្នកឯងត្រូវប៉ុន្តែវាគឺជាការពិភាក្សាគ្នាដើម្បីរកអំពីដំណោះស្រាយមួយដ៏មានប្រសិទ្ធភាពវែងញែកអំពីចំណុចខ្វះខាតចំណុចល្អរបស់ចំណុចមួយដើម្បីយើងសបញ្ជាក់អំពីអតិពលក៏ដូចជាខ្លឹមសាររបស់ប្រធានបទមួយទាំងមូលហ្នឹងក្នុងនាមជាអ្នកជជែកដេញដោលប្រធានបទមួយវាអត់រាក់អញ្ចឹងបងសូមលើកទឹកចិត្តឲ្យអ្នកដែលជាអនាគតអ្នកជជែកដេញដោលសូមភាគច្រើនផ្ដោតសំខាន់លើខ្លឹមសារហើយស្រាវជ្រាវអស់ពីលទ្ធភាពយើងត្រូវដឹងថាប្រធានបទមួយវាតែងតែមានភាពស៊ីជម្រៅអញ្ចឹងយើងបើមុជទៅអត់ជ្រៅទេយើងក៏ធ្វើអត់បានជោគជ័យអត់បានល្អសមិទ្ធផលការនិយាយរបស់យើងក៏អត់ពេញលេញចំពោះគណៈកម្មការបានបន្ទុកដែរអញ្ចឹងនេះត្រង់ចំណុចបងគឺតកតងមួយនឹងខ្លឹមសារផ្ដោតសំខាន់លើខ្លឹមសារមែនទេចាបងខ្ញុំសូមបន្តពីរាយុទ្ធដោយរាយុទ្ធមីនឹងអញ្ចឹងគឺគាត់ផ្ដោតទៅលើការយល់អំពីខ្លឹមសារត្រង់នៅមួយដូចយើងយល់អំពីខ្លួនឯងអញ្ចឹងអាហ្នឹងបើតាក់ទងមួយពេលទៅធ្វើសឹកសង្គ្រាមគេថាបើយើងស្គាល់សត្រូវច្បាស់អាហ្នឹងយើងឈ្នះមួយផ្នែកគេប៉ុន្តែបើសិនជាយើងស្គាល់ខ្លួនឯងច្បាស់អាហ្នឹងភាគរយច្រើនណាស់ដែលយើងអាចឈ្នះអញ្ចឹងលើកទឹកចិត្តមិនលើកទឹកចិត្តទេគឺបងប្អូនត្រូវតែធ្វើហ្មងជាដំបូងមានមួយហ្មងគឺសិក្សាស្រាវជ្រាវអំពីខ្លួនឯងហ្នឹងមួយធ្វើមិនអាចជ្រៅតាមដែលអាចធ្វើទៅបានទោះបីជាយើងរួច script រួចអីដែលយើងត្រូវនិយាយក៏ដោយក៏នៅតែបន្តស្រាវជ្រាវបានកាន់តែជ្រៅទៅថាមិនត្រូវអីដែលយើងអាចរកបានក្រោយៗហ្នឹងវាអាចល្អជាងមុនយើងមិនឃើញអញ្ចឹងនៅតែបន្តធ្វើវាដោយការពួកបងអីធ្វើដល់ថ្ងៃរៀបប្រកួតអីក៏នៅតែមានដែរប៉ុន្តែវាអត់ខុសទេវាពិតជាអីមួយដែលពួកបងធ្វើឲ្យត្រូវមិនហើយវាជួយពេលដែលយើងនៅលើឆាកតាក់ទងទៅនឹងសំណួរអីមួយដែលវាថ្មីជួយទៅដល់ការ reflect ឲ្យការបកស្រាយរបស់យើងទៅវាមានលក្ខណៈមួយរលូនហើយពេលគេមើលមកគេដឹងហ្មងថាយើងមិនមែនជាអ្នកធំតែចាំមិនមែនជាអ្នកទន្ទិញទេគឺយើងមកដោយការយល់មានការអះអាងអំណេះអំណាងត្រឹមត្រូវតែម្ដងចាអានោះមិនគេហៅថាគុណភាព
សានាង ចាបងដោយសារត3អ្នកគាត់និយាយច្រើនពីយុទ្ធសាស្ត្រនិយាយពីបច្ចេកទេសនិយាយពីការស្គាល់ខ្លួនឯងហើយខ្ញុំចង់ទៅបន្ថែមតិចតាក់ទងជាមួយនឹងបងប្អូនចំនួនក្រោយបើសិនជាគិតថាខ្លួនឯងស្រឡាញ់ក៏ដូចជាមានចំណូលចិត្តទៅលើខាងនិយាយមិនថានិយាយជាសាធារណៈឬក៏ debate ទេចាប់ផ្ដើមនាំខ្លួនឯងមកនៅកម្មវិធីនានាបានន័យថាយើងចូលប្រកួតនៅកម្មវិធីជាច្រើនដូចខ្ញុំអញ្ចឹងគឺដំបូងខ្ញុំចូលចិត្តខាងហ្នឹងប៉ុន្តែខ្ញុំអត់ដែរចូលប្រកួតនៅក្នុងកម្មវិធីអីទេហើយខ្ញុំបានតែលាក់ទុកសមត្ថភាពហ្នឹងនៅក្នុងខ្លួនដល់ពេលមួយដែលខ្ញុំសម្រេចចិត្តចូលទៅប្រកួតហើយវាទទួលបានវាថាដំបូងមិនទទួលបានភាពជោគជ័យភ្លាមទេចាញ់គេទៀតប៉ុន្តែយើងនៅតែអត់បោះបង់យើងនៅតែខំប្រឹងរហូតទទួលបានភាពជោគជ័យរហូតដល់ខ្លាចជាជ័យលេខ1នៅក្នុងកម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយហ្នឹងហើយខ្ញុំមានតែពាក្យថាបើសិនជាអ្នកទាំងអស់គ្នាចង់នាំខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យទៅតាមទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាគួរណាតែចាប់ផ្ដើមចេញពីឥឡូវព្រោះអីវាអត់មានភាពជោគជ័យអីដែលវាហត់មកអ្នកទាំងអស់គ្នាងាយដែលអ្នកទាំងអស់គ្នាគ្រាន់តែអង្គុយចាំហើយវាហត់មកយើងឯងដល់តែយើងតែចាប់វាខ្លួនឯងហើយឆ្លៀតក្នុងឱកាសនឹងដែរខ្ញុំក៏សូមអរគុណទៅកាន់ប្រិមិត្តក៏ដូចជា fan ទាំងអស់គ្នាដែលនៅពេលដែលប្រកួតគឺឃើញគាត់ចូលរួមគាំទ្រក៏ដូចជា vote ហើយនៅពេលដែលយើងទៅប្រកួតនៅឆាកផ្ទាល់គឺមានការគាំទ្រជាច្រើនពីពួកគាត់ទៀតអញ្ចឹងពួកគាត់ក៏ជាចំណែកមួយនៃភាពជោគជ័យរបស់ពួកយើងទាំងអស់គ្នាដែរហ្នឹងហើយ ការវោតក៏គួបផ្សំជាមួយនឹងសមត្ថភាពបើសិនជាបងប្អូនអត់មានសមត្ថភាពទោះមានទស្សនិកជនវោតច្រើនក៏កម្រិតណាក៏យើងអាចទទួលបានលទ្ធផលដែរតែក៏នៅតែអត់ភ្លេចនៅក្នុងការអរគុណទៅលើការគ្រប់គ្រងអំពីប្រិមិត្តដូចគ្នា ចំពោះដោយប្រយុទ្ធជាមួយនឹងណារីយ៉ាលីនគាត់បានលើកអំពីកម្មការខ្លឹមសារឬក៏អំពីចំណុចភាពអំពីសមត្ថភាពខ្លួនឯងហើយសម្រាប់ខ្ញុំវិញឧទាហរណ៍បងប្អូនឡើងមកបើមានភាពភ័យខ្លាចពួកបងក៏មានភាពភ័យខ្លាចដូចគ្នាទេប៉ុន្តែគាត់ថាយើងឡើងមកកម្មវិធីនេះដូចយើងដាក់តុអង្គុយនិយាយដើមគេអញ្ចឹងឧទាហរណ៍ថាយើងគ្រាន់តែលើកអំពីហេតុផលលើកអំពីដំណោះស្រាយប៉ះសិនបើយើងមានរឿងមួយចង់ប្រាប់សិនបើរឿងនេះគេនិយាយពីអញ្ចឹងអំពីចំណុចហ្នឹងអញ្ចឹងមិនឯងមានអីមកឆ្លើយតបមួយបញ្ហាហ្នឹងអញ្ចឹងវាដូចជាការនិយាយដើមគេហ្នឹងហើយដើម្បីរកហេតុផលរកដំណោះស្រាយមួយសម្រាប់ផ្ដល់ទៅកាន់អ្នកដែលគាត់ហ្នឹងហើយអ្នកដែលគាត់ចង់ស្ដាប់ មែនដែរគេប្រធានបទហ្នឹងមក ជាចុងក្រោយសម្រាប់បងប្អូនទាំងអស់គ្នាមានសារថ្លែងអំណរគុណទៅកាន់ក្រសួងអប់រំយុវជននិងកីឡាអគ្គនាយកដ្ឋានយុវជនក៏ដូចជាសាលាបាល់ទាត់អន្តរជាតិទេដែលបានបើកឱកាសឲ្យតែងតែផ្ដល់ឱកាសសម្រាប់យុវជនដែលមានសមត្ថភាពឲ្យពួកគាត់បរិងបន្ថែមទៀតអញ្ចឹងតើមាន GA ថ្លែងអំណរគុណទៅកាន់ពួកគាត់ទេ ហើយជាចុងក្រោយផងដែរនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនទៅដល់ឯកឧត្តមបណ្ឌិត Lee Chain ដែលគាត់តែងតែផ្ដល់នៅកម្លាំងចិត្តដូចជាការផ្ដល់អាហារូបករណ៍ដល់ពួកខ្ញុំសិក្សាថ្នាក់ទី12បាន free 100% ហើយជាពិសេសបានអាហារូបករណ៍4ឆ្នាំនៅសាកលវិទ្យាល័យ Belty ទៀតហើយសូមអរគុណដល់ឯកឧត្តមលីវ៉ាន់ឆៃជាអគ្គនាយករងនៃ Belty Group ដែលបានតែងតែយកចិត្តទុកដាក់ហើយជាពិសេសបានផ្ដល់ឱកាសដល់ពួកខ្ញុំដើម្បីចូលរួមក្នុងការប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិមួយនេះផងដែរហើយគាត់ក៏បានផ្ដល់នៅដំណើរកំសាន្តដល់ពួកខ្ញុំឡើង2លើកទៀតអញ្ចឹងវាផ្ដល់ជាភាពហើយជា memory មួយដែលឲ្យពួកខ្ញុំចងចាំទុកនៅក្នុងជីវិតជាអ្នកជជែកដេញដោលនេះផងដែរអញ្ចឹងសូមគោរពអរគុណខ្លាំងមែនតើ ចាហើយយើងខ្ញុំទាំង5រូបក៏សូមថ្លែងអំណរគុណទៅដល់ខាងក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាលោកជំទាវស្រួយសុជាតិដែលបានរៀបចំឲ្យមាននៅកម្មវិធីជជែកដេញដោលនេះឡើងដែលកម្មវិធីនេះគឺពិតជាបើកឱកាសឲ្យពួកខ្ញុំបានរកឃើញខ្លួនឯងបានអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមហើយក៏កាន់តែមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ប្រកបទៅដោយអំណះអំណាងវិជ្ជាជីវៈនិងក្រមសីលធម៌ផងដែរហើយសង្ឃឹមថាខាងក្រសួងនឹងនៅតែបន្តអនុវត្តក៏ដូចជាពង្រីកកម្មវិធីជជែកដេញដោលនេះឲ្យកាន់តែទូលំទូលាយបន្តទៀតដើម្បីឲ្យយុវជនយើងគឺគាត់កាន់តែបកកែចាកាន់តែបកកែទាំងអស់គ្នាតែម្ដងចាហើយចំពោះខ្ញុំផ្ទាល់ខ្ញុំបាទសូមអរគុណដល់លោកគ្រូទឹកនាំលោកគ្រូបុតឌីម៉ង់ដែលបានផ្ដល់ឱកាសឲ្យពួកខ្ញុំក្នុងការចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូមាន
បងស្រីសាយ៉ាលីនដាមានបងរចនាបងបតហើយក៏ដូចជាវាគ្មិនបច្ចេកទេសក៏ដូចជាវាគ្មិនខ្លឹមសារផ្សេងៗដែលតងជាមួយនឹងប្រធានបទនានាហើយជាពិសេសអរគុណដល់មិត្តរួមថ្នាក់ដែលតែងតែផ្ដល់កម្លាំងចិត្តគាំទ្រពីចម្ងាយហើយហ្នឹងហើយខ្ញុំសូមអរគុណ ពួកខ្ញុំដែរខ្ញុំសូមអរគុណដល់មិត្តរួមក្រុមទាំងអស់គ្នាដែលតែងតែចំណាយពេលវេលានៅជាមួយគ្នារហូតហើយដែលតែងតែផ្ដល់ក៏ដូចជាលើកទឹកចិត្តផ្ដល់កម្លាំងចិត្តនិងមតិយោបល់ផ្សេងមិនថាទាំងអំពីប្រធានបទឬក៏រឿងផ្ទាល់ក្នុងចិត្តហ្នឹងឯងជីវិតអីផ្សេងគឺអរគុណខ្លាំងមែនតើគឺអរគុណមានអ្វីប្រៀបបាន សនាង សនាងមានអីចង់ក្រោយតិចអត់ ចាបងសម្រាប់ខ្ញុំហ្មងគឺជាចុងក្រោយខ្ញុំសូមអរគុណទៅកាន់ប្រិយមិត្តទស្សនិកជនក៏ដូចជា fan ទាំងអស់គ្នាដែលបានគ្រប់គ្រងយើងតាំងពីចាប់ផ្ដើមពីជុំទី1រហូតដល់វគ្គផ្ដាច់ប្រវត្តិហើយនៅពេលដែលយើងទៅប្រកួតនៅលើវេទិកាផ្ទាល់ក៏មានអ្នកទៅទស្សនាមានអ្នកហៅឲ្យមានអ្នកចាំគ្រប់គ្រងចាំផ្ទះដៃដែលទាំងអស់ហ្នឹងវាជាកម្លាំងចិត្តអាចធ្វើឲ្យខ្ញុំមានភាពជោគជ័យហើយអាចនិយាយបានថាគឺមានទឹកចិត្តនៅក្នុងការប្រកួតបន្តទៀតហើយយកជ័យជំនះសម្រាប់សាលាហើយក៏ដូចជាសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺមានតែពាក្យអរគុណទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគឺជាចំណែកមួយនៃភាពជោគជ័យរបស់ពួកយើងទាំងអស់គ្នាបើសិនជាអត់មានអ្នកទាំងអស់គ្នានៅក្នុងការគ្រប់គ្រងពួកយើងទេក៏ពួកយើងអាចទទួលបានភាពជោគជ័យដែរ ការគ្រប់គ្រងគប់ផ្សំជាមួយនឹងសមត្ថភាពទើបយើងទទួលបាននូវភាពជោគជ័យយើងឃើញថាអេពីសូតថ្ងៃនេះគឺពិតជាមានន័យមែនតើសម្រាប់ជីវិតជាអ្នកជជែកដេញដោលអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តការខិតខំតស៊ូហើយជាពិសេសចែករំលែកនៅអ្វីដែលយើងបានរៀនហើយហ្នឹងទៅកាន់បងប្អូនចំនួនក្រោយបន្តទៀតដោយដែលអ្វីដែលបងលោកគ្រូអ្នកគ្រូគាត់បានធ្វើមកកាន់បងប្អូនអញ្ចឹង ហើយបងជឿជាក់ថាក្រោយពីអេពីសូតនេះបានចាក់ផ្សាយទៅបងប្អូនមួយចំនួននឹងទទួលបាននៅពុទ្ធិជាពិសេសឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់បងហើយនឹងយកដំបូន្មានទាំងនេះជាពិសេសការខិតខំប្រឹងប្រែងរបស់បងជាគំរូហើយបងអរគុណទាំង5នាក់សម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងអេពីសូតនៅក្នុងកម្មវិធី Bell TIS Podcast ប្រិយមិត្តទូរទស្សនិកជនទាំងអស់កម្មវិធី Bell TIS Podcast អេពីសូតទី3ក៏បានឈានចូលមកដល់ទីបញ្ចប់យើងខ្ញុំទាំង7នាក់សូមអរគុណសូមជម្រាបលា